រាត្រីនេះខ្ញុំផ្សាយរៀងលឿនជាងរាល់ដងបន្តិចបងប្អូនប្រហែលជាមានការផ្លាច់អារម្មណ៍ដែរព្រោះអីរាល់ដងខ្ញុំផ្សាយម្ដងម៉ោង10កន្លះយប់នៅឯស្រុកខ្មែរប៉ុន្តែឥឡូវនេះឃើញបងប្អូនឃើញការផ្សាយរបស់ខ្ញុំនៅម្ដងម៉ោង9ឬក៏9ចុចកន្លះនេះគឺបានន័យថាផ្សាយមុនការដែលធ្លាប់ផ្សាយរាល់ដង1ម៉ោងមូលហេតុគឺដោយសារតែនៅស្រុកអាមេរិកនេះគឺជារៀងរាល់6ខែម្ដងគឺគេមានថែមម៉ោងនិងដកម៉ោង1ម៉ោងបាទនេះគឺជាទម្លាប់ដែលអង់គ្លេសនៅអាមេរិកគេហៅថា daylight saving បានន័យថាគេសន្សំម៉ោងមួយថ្ងៃហើយក៏គេថាបានជាគេត្រូវសន្សំម៉ោងឲ្យដកម៉ោងមួយថ្ងៃឬក៏សំទោសដកមួយថែម1ម៉ោងឬក៏ដក1ម៉ោងហ្នឹងតើវាប៉ះពាល់អីគេខ្លះដល់ពិភពលោកភពផែនដីយើងព្រះអាទិត្យហ្នឹងលែងវិលហើយឬក៏កាលវិភាគអីផ្សេងដែលត្រូវប្រព្រឹត្តការងារប្រចាំថ្ងៃហ្នឹងត្រូវដូរច្បោកច្បល់អស់ឬក៏យ៉ាងម៉េចបាទអត់ទេការដូរម៉ោងនៅអាមេរិកនេះគឺមិនប៉ះពាល់អ្វីទាំងអស់តើតើនៅក្នុងជីវភាពប្រចាំថ្ងៃព្រោះម៉ោងដូចធម្មតាកាលវេលាកំណត់ដូចធម្មតាបើតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជាអ៊ីនធឺណិតឬក៏ទូរស័ព្ទដៃទំនើបដែលមានភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតអីផងគឺម៉ោងហ្នឹងគឺវាដូរដោយស្វ័យប្រវត្តិឲ្យយើងតែម្ដងដោយសារតែយើងអត់ចាំបាច់មួលវាថយក្រោយឬមួលវាទៅមុខ1ម៉ោងទេឧទាហរណ៍ដូចថានាឡិកាដៃបើនាឡិកាដៃមួលឡានដែលថាសេរីម៉ោងដោយផ្ទាល់ដៃអាហ្នឹងអត់ដើរទាន់ទេព្រោះអត់មានបច្ចេកវិទ្យាណាដើម្បីអាប់ដេតឬក៏ផ្ដល់ព័ត៌មានថ្មីដើម្បីឲ្យទាន់គេអញ្ចឹងតើបងប្អូនព្រលឹមឡើងបើនាឡិកាដាក់នៅលើអញ្ចឹងច្បាស់ណាស់គឺយើងត្រូវថែម1ម៉ោងទៀតព្រោះពេលដែលភ្ញាក់ឡើងនេះបើធ្លាប់ភ្ញាក់ឡើងម៉ោង4ព្រឹកដូចខ្ញុំអីអញ្ចឹងវាត្រូវ5ហើយតាមពិតតែអានាឡិកានៅតែ4ដដែលព្រោះគេថែម1ម៉ោងទៀតហើយអញ្ចឹងបើនាឡិកាដែលសេរីដៃគឺត្រូវតែសេរីបើអត់សេរីទេគឺវានៅជាប់ម៉ោងដដែលម៉ោងចាស់គឺបាត់1ម៉ោងតាមពិតគេថែម1ម៉ោងទៀតហើយបានជាគេថែមរៀងរាល់រដូវក្តៅឬរដូវផ្ការីករដូវដែលមានព្រះអាទិត្យរះត្រចះត្រចង់គឺគេចង់ឲ្យពេលថ្ងៃហ្នឹងគឺវាយូរជាងពេលយប់យ៉ាងហោចណាស់ក៏បាន1ម៉ោងទៀតដែរក្នុងន័យថាប្រជាពលរដ្ឋចង់ធ្វើដំណើរទៅណាមកណាកុំឆាប់យប់ពេកព្រោះអីពេលថ្ងៃដល់ត្រចះត្រចង់បែបនេះយើងគួរតែសប្បាយរីករាយក្អាកក្អាយនៅក្រៅផ្ទះទៅម៉ោង7 8យប់អីក៏នៅតែភ្លឺដដែលដោយសារអីគេថែមឲ្យ1ម៉ោងទៀតឲ្យថ្ងៃហ្នឹងវាវែងជាងយប់អានេះសម្រាប់តែរដូវក្តៅអញ្ចឹងទេដូចថាឥឡូវនៅអាមេរិកនេះគឺចូលដល់រដូវស្លឹកឈើលាស់ឬក៏ផ្ការីកចាប់ពីថ្ងៃទី8ខែមីនានេះទៅគឺរដូវផ្ការីកហើយរយៈពេលចាប់ពីផ្ការីកទៅចូលដល់រដូវក្តៅចាប់រដូវក្តៅបានចូលដល់រដូវស្លឹកឈើជ្រុះស្លឹកឈើជ្រុះបានចូលទៅដល់រដូវរងា4ខែប៉ុន្តែនៅក្នុង4សន្ទុះ4រដូវហ្នឹងគឺគេចែកចេញជា2រដូវដែលសន្ទុះរដូវដែលដូរម៉ោងហ្នឹងគឺមាន6ខែគឺដូរតែ2ដងទេនៅក្នុងមួយឆ្នាំអញ្ចឹងនេះគឺជាលើកដែលត្រូវដូរម៉ោងហ្នឹងគឺថែម1ម៉ោងអញ្ចឹងបានន័យថាម៉េចពេលដែលខ្ញុំចូលគេងយប់មិញម៉ោង12យប់ដែលខ្ញុំចូលគេងតាមពិតបើទម្លាប់គឺ12យប់ចឹងហើយខ្ញុំត្រូវភ្ញាក់ម៉ោង4អញ្ចឹងបានខ្ញុំឃើញបានតែ4ម៉ោងឯងយប់មិញគេបានតិចទៀតដោយសារតែម៉ោង12ហ្នឹងគឺមែនតើទៅវាត្រូវម៉ោង1ទៅហើយព្រោះគេថែមម៉ោងនៅពេលយប់មិញនៅអាមេរិកនេះម៉ោងប្រហែលជា2ភ្លឺគេថែម1ម៉ោងទៀតអញ្ចឹងទៅធ្វើឲ្យអាពេលវេលាដែលឆាប់ភ្លឺហ្នឹងគឺធ្វើឲ្យអាការភ្ញាក់ហ្នឹងគឺរត់តែលឿនតែអញ្ចឹងទៅដូច្នេះនេះគ្រាន់តែបញ្យល់ត្រួសទេបងប្អូនអត់មានខុសអត់មានអីទាំងអស់ក៏ប៉ុន្តែនៅអាមេរិកនេះម៉ោងអត់ខុសអត់អីប្លែកទេដោយសារតែយើងការវិភាគអីនៅធម្មតាគ្រាន់តែថាយើងសេរីនាឡិកាដែលមូលដៃប៉ុន្តែនៅស្រុកខ្មែរគឺយើងខុសគ្នាព្រោះនៅពេលដែលគេថែមម៉ោង1ម៉ោងបែបនេះវាធ្វើឲ្យម៉ោងរបស់ខ្ញុំវាលឿនជាងនៅដោយរាល់ដងបើសិនជាម៉ោង7ព្រឹកនៅឡុងប៊ិចនេះវាត្រូវម៉ោង10យប់នៅស្រុកខ្មែរតោះពេលគេថែម1ម៉ោងឲ្យខ្ញុំបានន័យថាវាត្រូវថយទៅកាត់ទៅស្រុកខ្មែរវិញវាត្រូវខ្ញុំនេះម៉ោង7ព្រឹកទៅនោះម៉ោង9យប់ទៅវិញដូច្នេះចំណេញបាន1ម៉ោងនេះចឹងហើយបានធ្វើឲ្យការផ្សាយរបស់ខ្ញុំក្នុងរយៈពេល6ខែទៅមុខទៀតនេះគឺនឹងផ្សាយនៅប្រហែលជាម៉ោង9យប់នឹងឯងបងប្អូន9ឬក៏9តិចតួចខ្ញុំនឹងព្យាយាមឲ្យបានម៉ោង9យប់កុំឲ្យយប់ជ្រៅពេកក៏ប៉ុន្តែដោយសារតែពេលខ្លះព័ត៌មានច្រើនខ្ញុំត្រូវការផ្ទៀងផ្ទាត់ច្រើនមែនតើហើយម្នាក់ឯងហើយភ្ញាក់តាំងពីម៉ោង4ទៀតដូច្នេះវារៀងរយល់ឬក៏លឺអីតិចតួចសូមអធិស្ឋានបងប្អូនផងតែនៅម្ដុំម៉ោង9និយាយរឿងម្ដុំម៉ោង9ហ្នឹងមានបងប្អូនយើងលោកបានផ្ដល់ជាយោបល់ថាសូមឲ្យខ្ញុំឈប់ប្រើពាក្យម្ដុំម៉ោង9ហ្នឹងទៅប្រើប្រហែលម៉ោង9ទៅស្រួលស្ដាប់ជាងខ្ញុំស្ដាប់ការរិះគន់ដែលមាននៃអប់រំសំរុំដែលសមស្របដែរប៉ុន្តែម្ដុំម៉ោង9ប្រហែលម៉ោង9អីហ្នឹងខ្មែរយើងនិយាយតែអញ្ចឹងឯងទៅរៀងគ្នាម្ដុំថ្ងៃត្រង់ប្រហែលក្បែរថ្ងៃត្រង់អីហ្នឹងគឺជាភាសាអ្នកស្រុកស្រែចម្ការខ្ញុំធ្លាប់និយាយតែអញ្ចឹងហើយខ្ញុំអត់ចង់ឲ្យផ្លូវការអីពេកទេតែអរគុណបងប្អូនដែលជួយផ្ដល់យោបល់ហ្នឹងថាមិនគួរប្រើពាក្យម្ដុំទេគួរប្រើពាក្យប្រហែលវិញវាល្អស្ដាប់ជាដូចគ្នាមានន័យស្តៀងតែគ្នាគ្រាន់តែថាពេលខ្លះខ្ញុំចូលចិត្តភាសារបៀបបងប្អូនសាមញ្ញតាមស្រែចម្ការព្រោះខ្ញុំខូនអ្នកស្រែចម្ការឬក៏ថាអ្នកស្រែចឹងដែរទៅថាប្រើពាក្យងាយបែបនេះទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាស្និទ្ធស្នាលជាមួយបងប្អូនអ្នកស្រែចម្ការរបស់យើងនឹកស្រុកនឹកទេសអីចឹងទៅនិយាយភាសាហ្នឹងទៅដូចជារំលឹកអនុស្សាវរីយ៍ហើយបើមានទើសទាស់ខុសឆ្គងអីចំពោះការប្រើពាក្យដែលសគាទៅជាបងប្អូនអីសូមអធិស្ឋានប៉ុន្តែនេះគឺជាការបញ្យល់របស់ខ្ញុំទៅថាហេតុអីបានខ្ញុំប្រើពាក្យម្ដុំម៉ោង9មិនប្រើពាក្យប្រហែលម៉ោង9បាទហើយឥឡូវនេះដើម្បីកុំឲ្យខាតពេលយូរព័ត៌មានដែលខ្ញុំមានជូនបងប្អូនគឺមានទាំងព័ត៌មានជាតិនិងអន្តរជាតិជាទម្លាប់ខ្ញុំដាក់ព័ត៌មានជាតិមុន
ក៏ប៉ុន្តែមករយៈពេលចុងក្រោយនេះគឺព័ត៌មានអន្តរជាតិហ្នឹងគឺរៀងដូចសន្ធប់ចឹងទៅក៏លើកយកមកដាក់ខាងលើច្រើនដែរមិនមែនបានន័យថាផ្ដល់តម្លៃព័ត៌មានជាតិទៀតទេមុនរ៉េតគឺផ្ដល់ព័ត៌មានស្មើគ្នាឲ្យតែមានតម្លៃនៅក្នុងព័ត៌មានគឺយកមកផ្សាយគាត់ថាចំណងជើងពេលខ្លះក៏ចំណងជើងព័ត៌មានជាតិហ្នឹងក៏វាច្រើនមុនគេតែរហូតទេតែឥឡូវមានសង្គ្រាមនៅអ៊ីរ៉ង់គឺព័ត៌មានអន្តរជាតិហ្នឹងរៀងឡើងលើគេបន្តិចព្រោះខ្ញុំមិនមែនជាវិទ្យុអាស៊ីសេរីទេមុនរ៉េតគឺបង្អែមលៀងមាត់វិទ្យុអាស៊ីសេរីអត់ផ្សាយព័ត៌មានអន្តរជាតិទេព្រោះដោយសារអីគោលការណ៍របស់វិទ្យុអាស៊ីសេរីកាលខ្ញុំនៅធ្វើការគឺផ្ដោតតែរឿងអាស៊ីព្រោះពាក្យថាអាស៊ីសេរីគឺផ្ដោតទៅលើតែកិច្ចការតំបន់អាស៊ីតតែផ្ទុះខ្ទេចនៅតំបន់អាស៊ីហ្នឹងគឺបានផ្សាយហើយផ្សាយនឹងទៀតផ្សោតហ្នឹងគឺផ្សាយតែរឿងអាស៊ីជាភាសាខ្មែរតែបញ្ហានៅស្រុកខ្មែរទៅទៀតអត់អាចនឹងផ្សាយទៅលើប្រទេសថៃប្រទេសចិនប្រទេសឬក៏សំទោសឥណ្ឌូនេស៊ីអីដែលជាតំបន់អាស៊ីហ្នឹងជាប្រចាំទៅយូរមានព័ត៌មានម្ដងគាត់អាចផ្សាយបានប៉ុន្តែជាគោលការណ៍ជាក្រឹតក្រមគាត់ផ្សាយបានតែព័ត៌មានពីស្រុកខ្មែរហ្នឹងទេសូម្បីតែព័ត៌មាននៅខ្មែរយើងនៅអាមេរិកនៅអីហ្នឹងក៏វាខុសគោលការណ៍នៃការផ្សព្វផ្សាយរបស់វិទ្យុមួយនេះដែរអញ្ចឹងបងប្អូនកុំឆ្ងល់ថាចំដល់ពេលមានគេឆ្លោះគ្នានៅអ៊ីរ៉ង់ឬក៏ផ្ទុះគ្រាប់បរមាណូនៅឯណាខ្ទេចអស់ហើយអត់មានផ្សាយសោះវិទ្យុអាស៊ីសេរីទូអាស៊ីសេរីហ្នឹងកុំទៅធ្វើទុកបុកម្នេញគាត់អីព្រោះអានេះគឺជាគោលនយោបាយរបស់គាត់ប៉ុន្តែបើចំពោះខ្ញុំវិញទូអាស៊ីសេរីមិនគួរណាដូចថាខាត់ខាងខ្លួនឯងមិនឲ្យផ្សាយព័ត៌មានពិភពលោកអន្តរជាតិនៅក្នុងពេលនេះទេព្រោះដោយសារអីគាត់មិនមែនជាវិទ្យុអាស៊ីសេរីដូចមុនទេគាត់ជាទូអាស៊ីសេរីដែលគ្រាន់តែយកបុគ្គលិកចាស់របស់អាស៊ីសេរីយកមកផ្សាយទៅហើយគាត់ផ្សាយតាមព័ត៌មានទៅតាមចិត្តចង់របស់គាត់ដែរវាគ្មានគោលការណ៍គ្មានក្រឹតក្រមអីដែលមានស្ថាប័នធ្វើសវនកម្មអីដូចមុនទេព្រោះគាត់ចេះតែយករឿងកំ plot កំ pl ែងកាត់សម្លេងលោកហ៊ុនសែនអីធ្វើផ្សាយអីបានស្រេចតែអំពើចិត្តអីចឹងដូច្នេះវាអត់ត្រូវមានអីដែលដូចថាមិនអាចផ្សាយរឿងពិភពលោកអីបានប៉ុន្តែបងប្អូនរឿងពួកគាត់ប្រកាន់គោលការណ៍របស់គាត់ផ្សាយអីផ្សាយទៅបងប្អូនចេះតែមកសួរខ្ញុំហើយខ្ញុំបកស្រាយនេះគឺដោយសារតែខ្ញុំធ្លាប់ធ្វើការនៅវិទ្យុអាស៊ីសេរីគឺជាគោលការណ៍គាត់មិនផ្សាយព័ត៌មានដែលពិភពលោកអីអញ្ចឹងលើកលែងតែព័ត៌មានពិភពលោកហ្នឹងវាមានភាពពាក់ព័ន្ធខ្លាំងទៅនឹងស្រុកខ្មែរហ្នឹងមែនតើអញ្ចឹងទៅបានគាត់ផ្សាយអញ្ចឹងបងប្អូនប្រហែលជាយល់ថាហេតុអីបានពីពួកគាត់មិនផ្សាយព័ត៌មានអន្តរជាតិហើយបាទព្រោះដោយសារគោលការណ៍គឺគាត់ផ្សាយតែព័ត៌មាននៅអាស៊ីសេរីហើយផ្សាយទៅតែរឿងស្រុកខ្មែរទៅទៀតបាទតែយ៉ាងណាបើសិនជាបងប្អូនមិនសូវមានបង្អែមលៀងមាត់បែបអឺរ៉ុបបែបអាមេរិកឬក៏អ៊ីរ៉ង់អីហ្នឹងមកចំបូព៌ាអីហ្នឹងយើងទៅលន់ឬក៏ធុញទ្រាន់មកទទួលទានបង្អែមមុនរ៉េតបដាទៅចាំដល់ពេលស្ងប់សង្គ្រាមចាំចូលទៅឬក៏មើលទាំងពីរហ្នឹងទៅមើលខាងទូរទស្សន៍អាស៊ីសេរីផងមើលចូលតោបង្អែមខ្ញុំផងទៅខ្ញុំរីករាយនឹងទទួលស្វាគមន៍បងប្អូនហើយកុំទៅថាគាត់មិនធ្វើនេះមិនធ្វើនោះមានបញ្ហានេះបញ្ហានោះអីទេបាទឥឡូវព័ត៌មានដំបូងនេះគឺទី1គឺអ៊ីរ៉ង់បោះឆ្នោតរើសបានមេដឹកនាំកម្ពុជាថ្មីក៏ប៉ុន្តែភ័យមិនហ៊ានប្រាប់ឈ្មោះកសិករខេត្តបន្ទាយមានជ័យជួបទុកថ្មីរឿងគេមិនលក់ប្រេងមកសុទ្ធឲ្យពលរដ្ឋរអ៊ូថាប្រេងរក្សាតម្លៃដដែលក៏ប៉ុន្តែអត់គ្រប់លិចតំណាងអ្នករត់តាក់ស៊ីដែលដឹកភ្ញៀវចិនអះអាងថារងការធ្វើទុកបុកម្នេញពីន័យជាប្រាក់រហូតដល់ទៅជាង$1,000ពីប៉ូលីសសេចក្តីសម្រេចថ្មីផ្ដល់ក្តីសង្ឃឹមដល់វិទ្យុ VOA និងវិទ្យុអាស៊ីសេរីអ៊ីស្រាអែលវាយប្រហាររោងចក្រចម្រាញ់ប្រេងអ៊ីរ៉ង់ជាលើកដំបូងរុស្ស៊ីជួយផ្ដល់ព័ត៌មានសម្ងាត់ជួយអ៊ីរ៉ង់វាយប្រហារអាមេរិកតែលោកត្រាំថាមិនខ្វល់លោកត្រាំថាជំនួយរបស់អង់គ្លេសនៅក្នុងពេលនេះគឺឥតន័យត្បិតជួយពេលអាមេរិកវាយឈ្នះអ៊ីរ៉ង់ទៅហើយរុស្ស៊ីបញ្ចេញអាវុធថ្មីវាយប្រហារអ៊ុយក្រែននិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបងប្អូនបង្អែមលៀងមាត់មកផ្ទះថ្នោតធំនៅរាត្រីថ្ងៃទី8ខែមីនានេះហាក់បីដូចជាពូពេញទៅដោយបង្អែមអន្តរជាតិច្រើនជាងខ្មែរហើយសូមអធិស្ឋានផងពូថ្មិចបើយើងវាព័ត៌មាននៅពិភពលោកនេះវាក្រៅហើយខ្មែរវាលែងមានអីថ្មីទៅទៀតព័ត៌មានយើងនឹងរឿងព្រំដែនជាមួយថៃចប់គឺខ្ញុំថាទៅសំភ្លើងយ៉ាទៅសំភ្លើងយ៉ាឥឡូវហ្នឹងគឺមានស្អីមានស្ងាត់ចឹងនៅតុបទល់អារឿងហ្នឹងអាបឡាលុះនៅអាបឡាលុះអាលេនឋាននៅលេនឋានគេធ្វើអីនៅធ្វើអីយើងអត់ប្តឹងនៅតែអត់ប្តឹងទៅបានតែយកតិចទៅយកអ្នកសង្កេតការអាស៊ានហ្នឹងចុះទៅថតបានរូប4 10ប៉ុស្តិ៍ចឹងតិចទៅអនុព័ន្ធយោធាហ្នឹងចុះទៅមើលនេះមើលនោះទៅអស់តែលុយអស់តែកាក់ហ្នឹងរាល់ថ្ងៃចឹងទៅប៉ុន្តែឥឡូវនេះស្ងាត់ឈឹងហើយដោយសារអីរឿងដែលសំខាន់បំផុតគឺបើយើងមិនប្តឹងថៃទៅតុលាការអន្តរជាតិទេគឺយើងនៅតែនិយាយដដែលហើយរំពឹងបានលទ្ធផលថ្មីវាអត់បានអីថ្មីទេបងប្អូនឥឡូវនេះគឺទី1តកតងនឹងអ៊ីរ៉ង់បោះឆ្នោតជ្រើសរើសបានមេដឹកនាំកម្ពុជាថ្មីតែមិនខ្ចីប្រាប់ឈ្មោះអ្នកណាជាអ្នកមេដឹកនាំកម្ពុជាថ្មីគេបោះឆ្នោតយ៉ាងម៉េចមានប្រជុំបោះឆ្នោតយ៉ាងម៉េចបើស្រុកនាំគ្នាចូលរុនកដុលអស់ហើយហ្នឹងហើយទៅគ្រាប់ធ្លាក់គ្រប់ខ្ទីគ្រប់កន្លែងអស់ហើយសូម្បីតែថ្ងៃមុនហ្នឹងគ្រាន់តែបបោហ្នឹងណាប្រកបប្រកាសហៅគ្នាមករកប្រជុំហ្នឹងគេទម្លាក់ខ្ទេចអាគារដែលប្រជុំហ្នឹងចោលទៀតហើយក៏លើព័ត៌មានថាមានអ្នកនេះអ្នកនោះកូនអ្នកនេះអ្នកនោះអីយកមកឡើងធ្វើជាមេដឹកនាំកម្ពុជាហ្នឹងគឺថាព័ត៌មានហ្នឹងគឺពុលហើយដោយសារតែរឿងព័ត៌មានពុលហ្នឹងគឺជាព័ត៌មានរបៀបចិត្តសាស្ត្រសង្គ្រាមច្រើនឃោសនាផ្សព្វផ្សាយដើម្បីធ្វើឲ្យអ៊ីរ៉ង់ហ្នឹងមើលទៅហ្នឹងគឺថាមិនទាន់ទៅណាទេមិនទាន់រៀបដល់ដីទេគឺគាត់រៀបចំរចនាសម្ព័ន្ធរបស់គេគឺរឹងមាំដើម្បីទប់ទល់អ៊ីស្រាអែលនិងអាមេរិកវិញអីឡាក់ហ្នឹងគឺបានដៃក្រុមឃោសនិករបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជានឹងយកមកបំផោងថែមទៅពលឹះថែមទៅថាអ៊ីរ៉ង់គេមិនចុះចាញ់អាមេរិកមិនចុះចាញ់អ៊ីស្រាអែលទេអីឡាក់ហើយអាមេរិកខ្ញុំខ្មែរយើងធ្វើនយោបាយហាក់បីដូចជាក្មេងបៀមដៃយើងខ្ញុំអត់យល់យើងនៅពេលដែលអាមេរិក
កំពុងតែការពីមុនជេរអាមេរិកអូជេររឿងអាមេរិកស្អីក៏ខុសស្អីទម្លាក់គ្រាប់បែកលើក្បាលខ្មែរអីលាក់នឹងលាក់អូធ្វើទុកបុកម្នេញស្អីណាមកបច្ចេកបដៅខ្មែរចេះអីរករឿងអាមេរិកទៅអែបចិនអោបអីចឹងទៅដល់ពេលឆ្លោះគ្នាជាមួយថៃងាកមកអាមេរិកពេកលោកត្រាំធ្វើស្អីក៏ត្រូវដែរពានរង្វាន់សន្តិភាព Nobel សន្តិភាពគួរតែបានអាមេរិកនឹងគឺជាអ្នកដែលប្រជាធិបតេយ្យជួយខ្មែរជួយអីដល់ពេលឥឡូវអ៊ីរ៉ង់នឹងមានបញ្ហាអាមេរិកបាយអ៊ីរ៉ង់មកឆ្លោះគ្នាជាមួយអាមេរិកទៀតថាអាមេរិកនឹងស្អីណាបំពេញអីណាក្រុមឃោសនិកគេមិនជំហររដ្ឋាភិបាលទេឃោសនិកប៉ុន្តែឃោសនិកចេញទៅផ្លូវហ្នឹងហើយគឺរដ្ឋាភិបាលទៅផ្លូវហ្នឹងព្រោះមានគៀបៈតែឃោសនិកគេចេញមកហ្នឹងគឺបរដ្ឋាភិបាលនេះហ្នឹងគេចេញសារអីស្អំឬក៏កោះប្រជុំផ្ទៃក្នុងអីកុំឲ្យជ្រួលជ្រាលជ្រួលច្បល់អីវាយប្រហារអាមេរិកប៉ុន្តែអត់ទេបលែងតាមធម្មតាចឹងបានន័យថានេះគឺជានិន្នាការមួយដែលនយោបាយភ្លើងច្បាំងចឹងបានខ្ញុំប្រាប់ថាអាមេរិកគេស្គាល់កាយៅខ្មែរយើងច្បាស់ណាស់គឺយើងចង់បោកគេចង់ប្រើគេវាអត់បានប្រយោជន៍អីទេចឹងបានខ្ញុំថាកុំទៅសង្ឃឹមបរទេសថាជួយខ្មែរអីបានមានតែខ្មែរជួយខ្លួនឯងទេយើងស្អប់អាមេរិកអែបចិនដល់តែពេលមានការវាន់ក្បិនទៅរកអាមេរិកមកជួយអាមេរិកក៏គេជួយរបៀបដូចខ្ញុំបានបញ្យល់ច្រើនសារអាមេរិកជួយខ្មែរគឺជួយនៅក្នុងន័យដូចម៉ែឪមើលឃើញកូនដូចថាទន្ទ្រាំជើងយំបុកក្បាលនៅអញ្ចឹងតាមពិតកូនឈឺក្បាលហើយប៉ុន្តែម៉ែឪហ្នឹងក៏ឈឺចិត្តបើបដ ாய் ឲ្យបោកក្បាលអញ្ចឹងពកលុចប៉ិនផ្លែកសាំងផ្លែសមទៅឬក៏ក្រក់ខ្វាំគ្រាខួរក្បាលទៅជាកើតជាជំងឺពិការខួរក្បាលអីអ្នកណាមើលកូនម៉ែឪហ្នឹងក៏ខ្លាចពិបាកទៅទៀតអស់លុយអស់កាក់ច្រើនអញ្ចឹងក៏ទៅលួងអញ្ចឹងដែរប៉ុន្តែអត់ព្រមថៃខ្លួនអត់ព្រមមើលខ្លួនធ្វើឲ្យល្អឲ្យម៉ែឪធូរចិត្តទេរកតែកន្លែងណាធ្វើស៊ីអារម្មណ៍របស់ម៉ែឪចឹងទៀតហ្នឹងគឺអ្វីដែលខ្មែរធ្វើទៅអែបចិនទៅធ្វើលេនឋានពលានយន្តហោះតារាសាគរឲ្យយន្តហោះបដិញចិនឬចម្បាំងអាចចោះចតបានតែអត់ត្រូវការយន្តហោះតារាសាគរយើងត្រូវការអីយើងត្រូវការពលានយន្តហោះនៅតារាសាគរយកមកធ្វើអីនៅកំពង់សោមក៏មានពលានយន្តហោះថ្មីនៅសៀមរាបក៏មានពលានយន្តហោះថ្មីនៅកន្លែងស្អីទៅមកស្អីនៅកដាលស្ទឹងហ្នឹងពលានយន្តហោះដៃជោអីគេណានោះហ្នឹងក៏ទៅមានថ្មីរួយដីខ្មែរប្រប៉ិនសបកក្តាមបើថាពលានយន្តហោះដែលនៅក្បែរគ្នាហ្នឹងជិះហោះបើថាហោះចុះនៅកំពង់សោមបើចង់ហោះមកពេញតែ10 20នាទីហោះដល់ហើយហ្នឹងវាអត់មានថាអូតតែ10ម៉ោងបានទៅដល់ពលានយន្តហោះមួយវាអត់មានត្រូវការមានពលានយន្តហោះធំនៅតារាសាគរហ្នឹងដែលអាចដាក់យន្តហោះបដិញរបស់ថៃរបស់ចិនទៅបានអីចឹងទៀតទេអញ្ចឹងគេសង្ស័យថាហ្នឹងធ្វើដើម្បីចិនតែយើងចេះថាអត់ទេដើម្បីគម្រោងអភិវឌ្ឍយើងធ្វើនៅពេលដែលមានតម្រូវការចាក់ស្ដែងពលានយន្តហោះយើងមានថ្មីទាំងអស់តែថែមថយមកអាពលានយន្តហោះប៉ូយតុងលុបចោលទៅធ្វើអាថ្មីនៅក្បែរហ្នឹងតែពលានយន្តហោះទាំងអស់ហ្នឹងសុទ្ធតែដាក់ប៊ូអ៊ីងដាក់អីបានទាំងអស់នៅកំពង់សោមក៏អញ្ចឹងសៀមរាបថ្មីក៏អញ្ចឹងតែហេតុអីបានជាយើងគិតថាចាំបាច់ត្រូវតែមានអាយន្តហោះពលានយន្តហោះនៅឯតារាសាគរអាហ្នឹងដែលគេថាមកពីយើងលុះក្រោមអធិបុលចិនយកលុយគេមកធ្វើទៅចិនគេបន្លំអភិវឌ្ឍផងប៉ុន្តែក្នុងពេលជាមួយគ្នាគេធ្វើពលានយន្តហោះហ្នឹងឲ្យធំមានពីរត់ដើម្បីអាចដាក់យន្តហោះបដិញរបស់ចិនក្នុងករណីដែលបើកម្ពុជាត្រូវការឲ្យចិនខ្ចីប្រើនៅពេលដែលមានសង្គ្រាមឆ្លោះគ្នារឿងកោះតៃវ៉ាន់រឿងអីទៅថ្ងៃអនាគតគឺខ្មែរអាចនឹងឲ្យចិនប្រើមូលដ្ឋានពលានយន្តហោះនឹងបានព្រោះអីជួយជំនួយរបស់គេហ្នឹងហើយចិនគេមានគោលដៅគេអញ្ចឹងយើងគិតថាជាការអភិវឌ្ឍល្អហើយនរណាក៏ចង់បានការអភិវឌ្ឍតែប៉ុន្តែវាអត់តន់ត្រូវការចាំបាច់ហើយវាធ្វើឲ្យមានមន្ទិលហើយចឹងគេចេះតែរឿងគេសង្ស័យគេអីទៅយើងទៅចោទប្រកាន់គេថាយើងស្ទះការអភិវឌ្ឍគ្មាននរណាគេទប់ការអភិវឌ្ឍរបស់ខ្មែរទេប៉ុន្តែយើងអត់បានអភិវឌ្ឍដោយលុយរបស់យើងទេលុយរបស់ចិនហើយជំនួយរបស់ចិនឬក៏ការដែលវិនិយោគរបស់ចិនវាមានមន្ទិលច្រើនណាស់នៅលើពិភពលោកនេះគឺវាមន្ទិលគេជួយយើងគេឈឺឆ្អាលខ្មែរយើង17លានអ្នកក្រោមការដឹកនាំរបស់រដ្ឋាភិបាលសពថ្ងៃគេថាយើងអត់ចេះសម្រេចអីខ្លួនឯងសម្រេចទៅក៏ប៉ុន្តែគេភ័យដូចខ្ញុំនិយាយចឹងកូនណានៅពេលដែលនាលនៅក្នុងផឹកជាកូនរបស់យើងតាមចិត្តខឹងថាបដ ாய் មកខ្យល់ទៅព្រោះអីក្មេងខូចហើយដល់ពេលប្របាច់ក្នុងផុកទៅវាកើតរោគកើតស្អីទៅឈឺគ្រុនក្តៅទៅអ្នកណាយកទៅមើលម៉ែឪនឹងត្រូវដឹកទៅមើលព្រោះកូនហើយយើងទៅលេងអាលបែងមួយគឺអត់ព្រមដើរចេញពីអាផុកអត់ព្រមកុំបោកក្បាលនៅអញ្ចឹងទេគឺយើងធ្វើឲ្យគេយើងធ្វើឲ្យតែជាបន្ទុកយើងធ្វើឲ្យខ្លាចតែជាជនរងគ្រោះតែទាញការអាណិតអាសូរឈប់ទៅកុំធ្វើនយោបាយបែបហ្នឹងខ្មែរយើងត្រូវមានភាពរឹងមាំខ្លួនឯងធ្វើឲ្យយើងខ្លាចជាមនុស្សដែលគេខ្វះអត់បានជាជាងការធ្វើឲ្យមនុស្សគឺជាបន្ទុកប៉ុន្តែគេខ្វះយើងអត់បានដែរដោយសារតែដើរចោលគាត់ទៅវាអត់ស្រួលទេវាប៉ះពាល់សិលធម៌សេចក្តីថ្លៃថ្នូរព្រោះមកមួយគ្នាទៅមួយគ្នាបើកូនចៅជួយមើលជួយអីតែយើងទៅធ្វើឲ្យជាបន្ទុកហើយអញ្ចឹងដល់តែពេលមានការអីត្រូវស្អំចិត្តអាមេរិកត្រូវអញ្ចឹងតទៅពេលត្រូវរឿងគេឥឡូវមកដាក់ពងរឿងទៀតទៅសរសើរអារ៉ង់សរសើរអីណាហើយអារ៉ង់ចូលរួមក្តាមអស់ហើយនិយាយពីសរសើរគ្រប់ម៉ាត់ម៉ោងណាក៏អារ៉ង់ប៉កែម៉ោងណាក៏អារ៉ង់បាញ់ធ្លុះធ្លាយតិចអស់ប៉ុន្តែខ្ទេចអស់ហើយហេដ្ឋារចនាសម្ព័ន្ធថ្ងៃនេះណាថ្ងៃនេះអ៊ីស្រាអែលនិងអាមេរិកទម្លាក់គ្រាប់ទៅលើរោងចក្រចម្រាញ់ប្រេងដែលជាសំណង់ស៊ីវិលជាលើកដំបូងហើយរឿងនេះជារឿងដែលឈឺចាប់ដែរនិយាយទៅយើងជាអ្នកដែលមិនស្រឡាញ់សង្គ្រាមយើងមិនចង់ឲ្យមានអំពើនេះកើតឡើងសង្គ្រាមនៅអ៊ីរ៉ង់ចាប់ផ្ដើមកើនមួយកម្រិតទៀតតកតងទៅនឹងការវិប្រហារគោលដៅផ្សេងទៀតដែលពីដើមមកអត់ដែលជាគោលដៅទេយើងដឹងហើយពីមុនមកវាយតែគោលដៅយោធាហើយនឹងមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ទេដល់ពេលតែស្លាប់អស់30-40នាក់ហើយគំតិចហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ស្ទើររៀបដល់ដីអ៊ីរ៉ង់ក៏ចេញមកសុំទោសតកតងនឹងការប្លង់ដាក់សម្ព័ន្ធមិត្តអាមេរិកអីឡាក់នឹងឡាក់ដឹងតែខ្លួនទៅមិនរួច
តែក៏ពេលហ្នឹងអ៊ីរ៉ង់ក៏នៅតែមានឥទ្ធិពលមួយដែររបស់ខ្លួនហ្នឹងព្រោះអីមិនចង់ឲ្យប្រជាពលរដ្ឋជឿថាខ្លួនបាក់បបខ្លោបខ្លាចព្រោះនៅមានទាហានបដិវត្តរបស់អ៊ីរ៉ង់ច្រើនណាស់ពួក Revolutionary Guard របស់គេហ្នឹងគឺស្មោះស្ម័គ្រសិតហៅថាស្អែកស្លាប់ក្រុមស្អែកស្លាប់ហ្នឹងគឺថាស្មោះស្ម័គ្រដូបដាច់ជាមួយមេដឹកនាំអ៊ីរ៉ង់ស្ទើរតែស្លាប់ចូលក្នុងភ្នូជាមួយគ្នាអត់មានទៅចោលគ្នាទេដូច្នេះដើម្បីស្អំចិត្តអ្នកទាំងអស់នោះគឺគេត្រូវការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធមួយឲ្យកុំឲ្យបាក់បបខ្លោបខ្លាចឬក៏អីចឹងចិត្តទៅនៅស្រែកទៀតទៅយកព័ត៌មានអន្តរជាតិទោះជាយានទៅប៉ុន្តែមិនដឹងនៅណាទេបាញ់ចេញពីរោងដីរោងអីមកឥឡូវអាមេរិកកំតិចខ្ទេចខ្ទីអស់បងប្អូនវានេះសកម្មនេះធំធេងណាស់យើងវាឈឺចាប់ជំនួសការភាពខ្ទេចខ្ទាំប៉ុន្តែប្រជាពលរដ្ឋអ៊ីរ៉ង់ក៏មានសេចក្តីសង្ឃឹមថ្មីដែរថាបើវាខ្ទេចមួយសារអញ្ចឹងទៅបានការដឹកនាំថ្មីទៅយ៉ាងហោចណាស់ក៏មានក្តីសង្ឃឹមថាខ្លួនមិនរស់វេទនាដូចសម័យខ្មែរក្រហមទេអញ្ចឹងដូចគ្នាអញ្ចឹងមានដឹកនាំថ្មីណាមកក៏ដោយទោះជាពិបាកយ៉ាងណាក៏គិតថាវាមិនដូចសម័យខ្មែរក្រហមដូចសម័យកាប់សម្លាប់សម័យអ៊ីរ៉ង់និយាយទៅសម័យខ្មែរក្រហមបាទឥឡូវនេះគឺអ្វីៗវាទៅដល់ដំណាក់កាលកាន់តែគៀកណាស់ទៅហើយព្រោះអីសង្គ្រាមនៅអ៊ីរ៉ង់នេះគឺអ៊ីរ៉ង់ទុនដៃទុនជើងអស់ហើយនៅតែដង្ហើមចង្រិតទេហើយដង្ហើមចង្រិតនេះគឺពួកគាត់ក៏នៅតែមិនចោះចាញ់ដែរព្រោះមេដឹកនាំផ្ដាច់ការកម្រទទួលថាបរាជ័យណាស់ទាល់តែគេអូសកកយកមកទម្លាក់ដល់ដីហើយចឹងទៅបានក៏នៅតែស្រែកបានទៀតព្រោះអីអានេះគឺជាឈាមជ័រចរិតជាមេដឹកនាំផ្ដាច់ការគឺអញ្ចឹងគឺត្រូវតែអានេះគេដូចថាប្តីប្រពន្ធឆ្លោះគ្នាចឹងចរិតជាប្រុសថាបក្រាបប្រពន្ធបានគឺមិនចង់ឲ្យខ្មាស់គេទេជួនកាលរៀងនៅសំទោសខ្ញុំប្រើពាក្យរៀងដូចលើសតិចទៅគេថាហងរៀងនៅអីចឹងទៅគឺស្រែកខ្ទោពេញភូមិគេថាអូយអាជឹមវាយប្រពន្ធងាប់ទៀតហើយអីចឹងទៅឃើញវាយស្រែកឲ្យចឹងអ្នកស្រុកអីទៅជក់នាំគ្នាឡើងទៅជួយខ្លាចប្តីវាយប្រពន្ធទៅមើលប្រពន្ធអង្គុយលើកកជាប់ហ្នឹងនៅស្រែកយឺស្រែកប្រាប់គេប្រាប់ឯងថារៀងនៅដើម្បីឲ្យអ្នកភូមិហ្នឹងស្ដាប់មកថាគ្រាន់បើប៉ុន្តែប្រពន្ធអ្នកវាយទេជាន់បងប្អូននិយាយនេះជារឿងកំ pl ែងទេមិនចង់ឲ្យបងប្អូនយកអំពើហិង្សាអីមកដោះស្រាយនៅក្នុងគ្រួសារទេយើងមានអីជជែកគ្នាព្រោះអំពើហិង្សានេះគឺជាអំពើដ៏ថោកទាបបំផុតដែលយើងប្រព្រឹត្តទៅអ្នកណាក៏ដោយទៅប្រពន្ធទៅកូនទៅក្រុមគ្រួសារអីក៏ដោយគឺជាអំពើអសិលធម៌គ្មានសេចក្តីថ្លៃថ្នូរមនុស្សណាក៏ដោយឲ្យតែលើកដៃវាយប្រពន្ធវាយកូនឬក៏ធ្វើអំពើហិង្សានៅក្នុងគ្រួសារដោយប្រការណាមួយគឺយើងបាត់សិលធម៌ជាមនុស្សហើយព្រោះគេមិនអាចអប់រំសំបីតែសត្វក៏គេចេះបន្លែងចេះអោបចេះថើបពំកូនពំអីថែថ្នាក់ថ្នមមិនប្រើសម្បញ្ញៈវិចារណញ្ញាណឬក៏គតិបណ្ឌិតអីផងប្រើតែសភាវគតិផងសត្វគេអាចធ្វើបានល្អថែទាំកូនចាញ់គេបានល្អណាស់តែយើងប្តីប្រពន្ធប្តីស្អីអីហ្នឹងរឿងអីដែលយើងត្រូវឆ្លោះគ្នាត្រូវវាយគ្នាត្រូវទាត់ធាក់ធ្វើបាបធ្វើទុកបុកម្នេញអីបើអស់និស័យនឹងគ្នាដោះលែងគ្នាទៅឲ្យមានការរស់នៅមួយដោយជីវិតមានសេរីភាពគុំទៅហួងហែងព្រោះយើងទៅធ្វើបាបបែបនេះខ្ញុំឃើញមានអំពើហិង្សាគ្រួសារច្រើនណាស់ប៉ុន្តែខ្ញុំពិតជាស្អប់ខ្ពើមបំផុតអំពើហិង្សាហើយស្អប់ខ្ពើមបំផុតនៅពេលដែលលឺសូរបរោះណាមវាយធ្វើបាបប្រពន្ធកូនវាយធ្វើអីនេះគឺជាអំពើមួយលាមកតែម្ដងខ្ញុំគិតថាជាអំពើមិនថ្លៃថ្នូរទេបងប្អូនតែយ៉ាងណាខ្ញុំនេះគ្រាន់តែជាឧទាហរណ៍អញ្ចឹងវិលមកវិញអ៊ីរ៉ង់គឺចូលដល់ដំណាក់កាលបរាជ័យធ្ងន់ធ្ងរហើយនៅតែប្រឹងបង្ហាញប្រាប់សាធារណជនឬក៏ប្រជាជនថាខ្លួនឯងថាអត់អីទេក្រោកទៀតនេះជាភាពក្លាហានរឹងប៉ឹងល្អហើយជាវីរភាពព្រោះមេដឹកនាំប្រទេស30-40ឆ្នាំមកឲ្យចុះចាញ់អញ្ចឹងវាធ្វើឲ្យបំបាក់ស្មារតីអ្នកដែលតស៊ូក្រោមការដឹកនាំផ្ដាច់ការបិទតែគាត់ដឹកនាំផ្ដាច់ការមែនក៏ប៉ុន្តែក៏មានមនុស្សគ្រប់គ្រងគាត់ផ្កាប់មុខច្រើនណាស់បងប្អូនកុំនិយាយថាអ៊ីរ៉ង់អត់មានមនុស្សគ្រប់គ្រងគាត់វាអត់ខុសពីមេដឹកនាំផ្ដាច់ការនៅលើលោកទេអ្នកណាក៏មានការគ្រប់គ្រងមិនមានការប្រឆាំងគាត់ថាតើការគ្រប់គ្រងនិងការប្រឆាំងនោះវាមានទម្ងន់ធ្ងន់ប៉ុណ្ណាតែភាគច្រើនគឺយើងឃើញការគ្រប់គ្រងคล้ายព្រោះដោយសារការបង្ក្រាបខ្លាំងពេកគឺយើងឃើញការទ្រាំគ្រប់គ្រងនោះមានសំពីងសំពងប៉ុន្តែវាគ្រាន់តែជាសម្លៃឬកទេការពិតគឺអត់សូវមានទេប្រជាពលរដ្ឋអាសាច់ជួនខ្លាបាននៅស្រុកបានយំស្រែកមេដឹកនាំស្លាប់ហ្នឹងតាមពិតអ្នកនឹងឯងបាន100ដងមួយថ្ងៃឲ្យមេដឹកនាំហ្នឹងស្លាប់ឲ្យឆាប់ទៅឲ្យចាប់ជាទៅជាស្អីទៅឲ្យគេឲ្យបានរស់ដែរប៉ុន្តែដើម្បីបង្ហាញសាធារណជនទូទៅថាខ្លួនស្មោះស្ម័គ្រនឹងមេគឺត្រូវតែយំហើយអ្នកដែលយំខ្លាំងជាងគេហ្នឹងបារម្ភណាខ្ញុំគឺទឹកភ្នែកហ្នឹងគឺថាអាចជាទឹកភ្នែកកពើទៅទៀតខ្ញុំមិននិយាយនេះដើម្បីនិយាយថាបងប្អូនគេមានអ្នកស្រឡាញ់គេអ្នកស្មោះស្ម័គ្រអីចឹងដែរវាជាការពិតទេអ្នកដែលស្រឡាញ់ស្មោះស្ម័គ្របំផុតគឺអ្នកដែលបានលៀបសក្ការៈហើយភ័យព្រួយយំស្រែកដោយសារបាត់លៀបបាត់អំពើពុករលួយបាត់អំពើបពពួកនិយមបាត់អំពើកេងប្រវាញ់កម្លាំងញើសជាងប្រជាពលរដ្ឋគឺកពើណាបងប្អូនឃើញកពើស្រក់ទឹកភ្នែកពេលស៊ីឆ្លុះហ៎កុំគិតថាកពើហ្នឹងយំដោយសារតែអាណិតសัตว์ឆ្លុះដែលខ្លួនលេបទឹកភ្នែកកពើនេះគឺបានន័យថាជាទឹកភ្នែកដែលហៀជាមួយនឹងការពេញចិត្តជាការរំភើបព្រោះបានស៊ីសាច់សត្វដែលឆ្ងាញ់ដើម្បីចំអែតកាពះចង់អ្នកណាងាប់ក៏ងាប់ទៅអានេះហើយគឺជាហៅថាទឹកភ្នែកកពើណាចង់កុំធ្វើមនុស្សឲ្យខ្លាចទៅជារឿងបែបហ្នឹងអីហើយឥឡូវនេះគឺអ៊ីរ៉ង់គេបានរៀបចំឲ្យមានមេដឹកនាំថ្មីរបស់គេអញ្ចឹងទៅហើយមេដឹកនាំថ្មីរបស់គេហ្នឹងអត់ប្រាប់ឈ្មោះទេបងប្អូនហើយដើម្បីរើសមេដឹកនាំថ្មីរបស់អ៊ីរ៉ង់បាននេះតើគេធ្វើយ៉ាងម៉េចគឺជាទូទៅគឺគេមានមហាសន្និបាតឬក៏សន្និបាតរបស់គេហើយសន្និបាតរបស់គេគឺសន្និបាតមិនមែនប្រជាពលរដ្ឋអ្នករើសមេដឹកនាំទេគឺសន្និបាតអ្នកជំនាញក្នុងជួរមន្ត្រីជាន់ខ្ពស់មានបបប្រជិតមានអីចឹងទៅហើយគេទៅជុំគ្នាចឹងទៅ
បើប្រទេសអត់មានបាញ់គ្នាអញ្ចឹងទៅគឺរៀបចំផ្សាយតាមទូរទស្សន៍ក្រេងអញ្ចឹងទៅគឺថាមើលទៅគឺជាភាពអស្ចារ្យនៃការរឹសមេដឹកនាំគេតាមរបៀបប្រជាធិបតេយ្យអញ្ចឹងប៉ុន្តែដោយសារតែឥឡូវតែជួបជុំគ្នាណាគឺក្របធ្លាក់ផ្ទុះខ្ទេចស្លាប់អស់នៅហ្នឹងអញ្ចឹងទៅចេះតែបបោះទៅបាន4 10 នាក់ 20 នាក់ឬក៏តិចតួចប៉ុណ្ណាក៏ដោយចេះតែរឹសទៅដើម្បីអីជំនួសលោកអាលីហាមេនេដែលអាមេរិកនិងអ៊ីស្រាអែលទម្លាក់គ្រាប់ស្លាប់ជុំគ្នាជាមួយមេដឹកនាំអ៊ីរ៉ង់ប្រហែលជា40 នាក់កាលពីថ្ងៃ28ខែកុម្ភៈកន្លងទៅនេះដូច្នេះឮដំណឹងថាតើអ្នកណាជាមេដឹកនាំថ្មីនោះគេរើសមិនអញ្ចឹងម្ដងទៀតបងប្អូនម្សិលមិញពេលដែលខ្ញុំផ្សាយថាប្រធានាធិបតីអ៊ីរ៉ង់មកសុំទោសប្រទេសសម្ព័ន្ធមិត្តថាអ៊ីរ៉ង់លែងប្លង់ដាក់ហើយដោយសារតែខ្លួនឯងនឹងក៏ទ្រាំខ្លួនហើយបងប្អូនសួរហើយចុះឃើញថាមេដឹកនាំអ៊ីរ៉ង់ស្លាប់បាត់ទៅហើយរួចទៅមិនបានមានប្រធានាធិបតីអ៊ីរ៉ង់ឯណាទៀតហើយនេះគឺជាប្រព័ន្ធដឹកនាំរដ្ឋដ៏ស្មុគស្មាញមួយនៅអ៊ីរ៉ង់អញ្ចឹងហើយបងប្អូនសួរសំណួរហ្នឹងខ្ញុំក៏សូមបញ្យល់បន្តិចដែរអ៊ីរ៉ង់មានប្រព័ន្ធដឹកនាំរដ្ឋបែបរញ៉េរញ៉ៃស្មុគស្មាញបន្តិចដោយសារអីប្រព័ន្ធដឹកនាំអ៊ីរ៉ង់គឺប្រព័ន្ធដឹកនាំបែបគេហៅថាមេដឹកនាំកំពូលបែបសាសនាដែលរើសដោយក្រុមអ្នកជំនាញគេហៅក្រុមអ្នកជំនាញគេនោះគេហៅអ្នកជំនាញសាសនាអ្នកជំនាញសង្គមអីផ្សេងអីហ្នឹងមិនមែនជាអ្នកដែលជាប់ឆ្នោតដោយការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេក៏ប៉ុន្តែនៅក្នុងពេលដែលរដ្ឋាភិបាលនឹងកំពុងតែដើរដោយមេដឹកនាំសាសនាហើយមេដឹកនាំសាសនាកំពូលហ្នឹងគឺលោកអាយ៉ាតូឡាឈ្មោះអាលីហាមេនេហ្នឹងដែលកាន់អំណាច36 37ឆ្នាំមកហើយជាមេដឹកនាំសាសនាតែដូចគ្រូចៅអធិការឬគ្រូសក្តិឬក៏អ្នកព្រានប្រដៅសាសនាអីចឹងណាដោយសារតែគាត់មានឥទ្ធិពលខ្លាំងគឺគាត់ត្រូវខ្លាយទៅជាមេដឹកនាំកំពូលអំណាចនៅពេញដៃទាំងអស់ប៉ុន្តែដើម្បីឲ្យរដ្ឋាភិបាលនេះស្របច្បាប់គេមានប្រព័ន្ធក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកនាំនយោបាយរបស់គេមួយគឺមាននាយករដ្ឋមន្ត្រីដែរតែនាយករដ្ឋមន្ត្រីហ្នឹងទីងមុងសុតសាតអត់មានអំណាចអីទេនិយាយទៅគឺអំណាចបានទៅលើលោកអាលីហាមេនេនេះដែលជាមេដឹកនាំសាសនានេះហើយរដ្ឋាភិបាលដែលជាមានប្រធានាធិបតីអីហ្នឹងគ្រាន់តែឲ្យជាស្រមោលមួយគ្រាន់តែមាននាមទេអាហ្នឹងគឺជារបៀបដឹកនាំរដ្ឋរបស់អ៊ីរ៉ង់កន្លងមកអញ្ចឹងហើយបានថាពេលដែលស្លាប់លោកអាលីហាមេនេហ្នឹងគឺជាការស្លាប់មេដឹកនាំកំពូលហើយអង្គការចាត់តាំងរបស់គាត់មន្ត្រីគាត់30 នាក់ហ្នឹងគឺស្លាប់ទៅជាមួយគ្នាហ្នឹងគឺស្លាប់អស់ហើយចោះសួរថាចោះបើសិនជាប្រធានាធិបតីអ៊ីរ៉ង់ហ្នឹងហេតុអីបានជាមិនមានឥទ្ធិពលព្រោះយើងគេអត់ធ្វើឲ្យគាត់មានឥទ្ធិពលវាគ្រាន់តែបដោះអាសន្នឬក៏សម្មាលដូចខ្ញុំនិយាយអញ្ចឹងគ្រាន់តែឲ្យមានក្នុងនាមប្រកបកិច្ចនៅក្នុងនីតិវិធីរបៀបដឹកនាំរដ្ឋាភិបាលគេនឹងតែប៉ុណ្្នឹងទេដល់អញ្ចឹងទៅនៅពេលដែលគាត់ឡើងមកថ្លែងសារវាគ្រាន់តែជាការថ្លែងសារមួយក៏មិនមានទម្ងន់អីប្រហែលដែរព្រោះទម្ងន់របស់គាត់នេះមិនអាចគ្របដណ្ដប់ទៅដល់ក្រុមរដ្ឋាភិបាលនេះអាចគ្រប់គ្រងក្រុមគេហៅទាហានបដិវត្តរបស់លោកអាលីហាមេនេនេះទេអញ្ចឹងទៅគាត់និយាយមកហ្នឹងគាត់ថាជាការស្អំចិត្តមួយកុំឲ្យសង្គ្រាមហ្នឹងវាធ្ងន់ពេកប្រទេសសម្ព័ន្ធមិត្តហ្នឹងបាញ់ស្រោចមកអ៊ីរ៉ង់ខ្លាំងពេកដោយសារអ៊ីរ៉ង់បាញ់ដាក់វាអាចជួយទប់ស្កាត់កុំឲ្យទ្រង់ខ្លាំងពេកប៉ុន្តែបើពួកបដិវត្តនេះគឺអត់មានទៅចៅជាមួយអាមេរិកទេម៉ោងណាក៏អត់ចៅដែរដូចលោកហ៊ីងវុនហៀងអញ្ចឹងគេបាញ់ខ្ទេចអស់ក៏អត់ចៅអញ្ចឹងរើសបានមេដឹកនាំថ្មីដែលគេសង្ស័យព្រោះក៏អត់ចាក់នៅក្នុងក្រុមអ្នកជំនាញគេដែលរើសពីម្សិលមិញនេះរើសបានមេដឹកនាំថ្មីហ្នឹងខ្វែងយោបល់គ្នាទៀតមន្ត្រីហ្នឹងគឺអ្នកក្រុមខ្លះទៅថាប្រាប់ឈ្មោះទៅកុំខ្លាចអ្នកខ្លះថាអត់ទេលាក់ខ្លាចស្លាប់ទៀតដល់អញ្ចឹងទៅវាសំបីតែនៅក្នុងអ៊ីរ៉ង់ខ្លួនឯងក៏បាក់ស្បាតមិនហ៊ានប្រាប់ឈ្មោះដែរព្រោះអីតែហ៊ានតែដៅឈ្មោះភ្លាមដឹងភ្លាមគឺអ្នកនោះឯងត្រូវអាមេរិកនិងអ៊ីស្រាអែលតាមសម្រាប់ព្រោះអីគ្រាន់តែមិនទាន់បានជ្រើសរើសអ្នកដែលស្នងតំណែងពីលោកអាលីហាមេនេស្រួលបួលផងអ៊ីស្រាអែលបានចេញសារព្រមាននៅថ្ងៃហ្នឹងប្រាប់ថាអ្នកណាក៏ដោយដែលជាមេដឹកនាំកម្ពុជាថ្មីស្នងតំណែងអាលីហាមេនេនឹងត្រូវកំទេចចោលអត់មានលក្ខខណ្ឌអីទាំងអស់ហ្នឹងទី1អ្នកដែលស្នងអ្នកណាក៏ដោយទី2អ៊ីស្រាអែលបានព្រមានទៀតថាអ្នកណាក៏ដោយដែលរួមគ្នារើសមេដឹកនាំថ្មីហ្នឹងក៏ត្រូវកំទេចចោលទាំងអស់ទៀតដែរអញ្ចឹងហើយបានជាថ្ងៃហ្នឹងយើងឃើញគាត់ប្រជុំហ្នឹងស្ងាត់អត់ដឹងនៅកន្លែងណាទេហើយដល់ពេលហើយក៏អត់ហ៊ានប្រាប់ឈ្មោះដែរដោយសារអីខ្លាចគេតាមសម្លាប់ក៏ប៉ុន្តែព័ត៌មានដែលលេចលឺយូរហើយហ្នឹងថាច្បាស់ជាមានកូនប្រុសរបស់លោកអាលីហាមេនេឬក៏មន្ត្រីជាន់ខ្ពស់ប្រមាណទៀតនៅក្នុងបុព្វជិតសាសនាហ្នឹងអាចជាអ្នកដឹកនាំមេដឹកនាំកម្ពុជាបងប្អូនតើមានន័យអីទៅនៅពេលដែលយើងដឹកនាំកម្ពុជាដើម្បីបង្ហាញអំពីភាពអស្ចារ្យរបស់យើងអត់ហ៊ានប្រាប់ឈ្មោះអីក៏អន់ខ្លាំងមកម្លេះនៅកម្ពុជាវិញឈ្មោះមិនត្រឹមតែប្រកាសឲ្យដាក់គ្រប់សាលារៀនទៅទៀតគ្រប់ទីកន្លែងខ្លះពេលខ្លះឆ្កងទៀតដូចអីសាលាបឋមសិក្សាហ៊ុនសែនខ្មោចចៅអីវិញដូចនៅអីនៅខេត្តកពតឬក៏កន្លែងសាលាដែលឈ្មោះកន្ធៅឬក៏ឈ្មោះអីដែលដូចថារៀងកកិចហ្នឹងអាឈ្មោះអស់ហ្នឹងអត់ហ៊ានដាក់ដែរពេលខ្លះយើងមើលអ្នកដាក់ឈ្មោះលើកជើងលោកហ៊ុនសែនអីផ្សេងហ្នឹងក៏អត់ហ៊ានដែរវាដូចថាស្ដាប់ទៅវាដូចតលន់ដែរណាជូពេកទៅយកឈ្មោះទៅដាក់គ្រប់អាគារឲ្យគាត់ចឹងទៅខ្ញុំមិនដឹងថាអ្នកចូលសរសេរឈ្មោះឲ្យគាត់ឬក៏អ្នកដែលចង់បានឈ្មោះលើអាគារហ្នឹងចូលខ្លួនគាត់ដែរខ្ញុំអត់ដឹងទេប៉ុន្តែយើងចង់ប្រកាសអញ្ចឹងឯងអ៊ីរ៉ង់មកនេះអត់ហ៊ានប្រកាសទេគឺលាក់ដោយសារអីទៅស្លាប់អស់សឹងអស់មកក្រុមជួដឹកនាំអញ្ចឹងទៅលាក់ហើយលាក់តើយើងអាចនឹងទៅលើកទឹកចិត្តកងទ័ពឲ្យជឿណាបើមេដឹកនាំមួយណាយើងនៅខ្សឹបគ្នាអញ្ចឹងដូច្នេះអារឿងសង្គ្រាមចិត្តសាស្ត្រនេះគឺអាមេរិកថាគម្រាមសម្លាប់នេះធ្វើឲ្យអ៊ីរ៉ង់មិនអាចនឹងបង្កើតឲ្យមានឥទ្ធិពលអីទៀតទេគឺមានតែ countdown ហ្នឹងបានន័យរាប់ថយក្រោយទៅដល់ថ្ងៃដែលលើកទង់ជ័យសឲ្យបកគលឲ្យប្រជាពលរដ្ឋអ៊ីរ៉ង់ដឹកនាំប្រទេសតាមបែប
ការលើកបន្ទប់របស់អាមេរិកដោយប្រការណាមួយប៉ុន្តែអាមេរិកនៅតែតាំងចិត្តថាឲ្យអ៊ីរ៉ង់ដឹកនាំប្រទេសដោយខ្លួនឯងយកប្រជាប្រដ្ឋអ៊ីរ៉ង់ហើយខ្ញុំនិយាយ10 ដងនៅក្នុង show តែមួយជួនកាលបងប្អូនមកចោទខ្ញុំថាហេតុអីបាននិយាយថាអាមេរិកទៅគ្រប់គ្រងអ៊ីរ៉ង់ដោយប្រជាប្រដ្ឋអាមេរិកឬក៏អីហ្នឹងខ្ញុំបាននិយាយចឹងទេខ្ញុំបាននិយាយថាអាមេរិកបានប្រកាន់ជំហរច្បាស់ហើយថាចង់រើសមេដឹកនាំណាមួយក្នុងចំណោមប្រជាប្រដ្ឋអ៊ីរ៉ង់ហ្នឹងឲ្យទៅគ្រប់គ្រងប្រទេសអ៊ីរ៉ង់ហើយឲ្យប្រជាប្រដ្ឋបោះឆ្នោតឲ្យទៅអាមេរិកបោះដៃរៀបចំឲ្យដកទ័ពដកឬក៏ថាដកខ្លួនចេញមកហើយអត់មានបានប្រាប់ថាអាមេរិកមានទ័ពនៅក្នុងទឹកដីអ៊ីរ៉ាក់អ៊ីរ៉ង់ទេមកចោទប្រាប់ខ្ញុំថាមិនបានផ្សាយថាមានទ័ពអាមេរិកខ្ញុំប្រាប់ថាប្រព័ន្ធផ្សព្វផ្សាយគឺគេបង្ខូចអាមេរិកថាមានទ័ពចូលទៅដល់អ៊ីរ៉ង់ចាប់បានយកមកលុតជង្គង់សំពះអីហ្នឹងជាវិធីឃោសនាដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋឲ្យជឿថាទាហានអ៊ីរ៉ង់ចាប់បានទាហានអាមេរិកទាំងទាហានអាមេរិកអត់ទាន់បានបញ្ជូនទ័ពថ្មើរជើងទៅប្រទេសអ៊ីរ៉ង់សំបីតែមួយម្នាក់ហើយនិយាយចង់ឲ្យកោកសឹកមកតដោបឆ្អែតតែពុះកបីមកប្រាប់ខ្ញុំថាផ្សាយព័ត៌មានខុសហើយអាមេរិកអត់ទាន់បានបញ្ជូនទ័ពថ្មើរជើងខ្ញុំមានបាននិយាយបែបហ្នឹងឯណាខ្ញុំបានចាខ្ញុំអត់យល់ហើយម្ដងទៅបងប្អូនខ្ញុំសង្កបញ្យល់ពាក្យមួយរឿងថ្មើរជើងនិងស្មើជើងខ្ញុំឮបងប្អូននិយាយគ្រប់គ្នាដូចជាប្រើពាក្យនេះច្បុកច្បល់មែនតើទ័ពមិនមែនស្មើជើងទេបងប្អូនមិនមែនដើរស្មើជើងគ្នាដូចយើងហាត់ឬក៏គេហៅព្យុហយាត្រាធ្វើសម្ពយុទ្ធយោធាអីដែលឃើញតាហ៊ានខ្នើបជើងលូតព្រឹបមកដែលយើងថាហ្នឹងស្មើជើងមែនមិនមែនទេស្មើជើងហ្នឹងមិនមែនជារឿងពាក្យទ័ពដែល infantry ទ័ពដែលចុះដើរក្លុកក្នុងព្រៃចូលទៅដល់មូលដ្ឋានទ័ពវាយគ្នាតទល់មនុស្សនឹងមនុស្សនេះគេហៅថ្មើរជើងមកពីពាក្យថាថ្មើរជើងគឺមកពីពាក្យថាដើរព្រោះទ័ពដើរដីវាមិនមែននៅលើយន្តហោះលើអីបើលើយន្តហោះគេហៅទ័ពអាកាសនៅលើនាវាគេហៅទ័ពជើងទឹកតែបើនៅលើដីហើយយើងដើរលុកចូលអញ្ចឹងគេហៅទ័ពថ្មើរជើងមិនមែនស្មើជើងទេបងប្អូនណាខ្ញុំមិនទៅកែទម្លាប់បងប្អូនអញ្ចឹងបានថាទម្លាប់វាធំជាងច្បាប់បើត្រាប់កុំត្រាប់ខ្លៅត្រាប់ប្រាជ្ញលោកបដៅស្ដីកូនចៅស្ដីឲ្យស្មោះយើងធ្លាប់ប្រើថាស្មើជើងមកយោគាត់ថានេះមិនមែនខ្ញុំជាបណ្ឌិតកវីបញ្ញវន្តដែលចេះបល័យបកូអីទេខ្ញុំគ្រាន់តែឮបងប្អូននិយាយដដែលអញ្ចឹងទៅក៏ជួយគិតថាប្រហែលជាបងប្អូនឮតាមគ្នាឬតបស្មើជើងហ្នឹងប្រហែលជាស្មើជើងគ្នាហ្មងប្រកែកដូចគ្នាឬក៏យ៉ាងម៉េចក៏មិនដឹងមែនទេថ្មើរជើងបងប្អូនពាក្យថាថ្មើរហ្នឹងគឺដើរថ្មើរជើងហ្នឹងគឺអ្នកដើរធ្វើដំណើរដោយថ្មើរជើងគឺបានន័យថាដើរទៅទីតាំងទីដៅដែលយើងត្រូវទៅតែប៉ុណ្្នឹងតាហើយមួយទៀតសំឆ្លើយឱកាសនឹងដែរតន់ឱកាសមានពាក្យលបោតគឺមិនមែនជាភាសាដែលយើងគិតថាបង្ហាញអំពីនិបាតស័ព្ទដែលចង់និយាយថារហូតដល់ទេយើងគិតថាគាត់ធ្វើការលបោតស្លាប់ឬក៏អូយជឿគាត់លបោតមកខ្ញុំជឿថានេះគឺជាភាសាអ្នកស្រុកដែលធ្លាប់ប្រើមកជាទូទៅជាពិសេសបងប្អូននៅស្រុកអាមេរិកនេះខ្មែរយើងអាមេរិកដែលធ្លាប់ឮតាមគ្នាហ្នឹងគឺព្រោះស្រួលលបោតព្រោះអីវាជាពាក្យមួយព្យាង្គជាជាងពាក្យរហូតប៉ុន្តែបើតាមពិតន័យឲ្យត្រូវគឺពាក្យហ្នឹងគួរតែប្រើរហូតវិញទើបត្រូវជាងមិនអញ្ចឹងខ្ញុំជឿគាត់រហូតមកហើយមិនជឿគាត់លបោតទេជឿរហូតព្រោះពាក្យរបូតនេះគឺបានន័យថាជ្រុះបាត់ផុតពីដៃចឹងវាមានន័យផ្សេងមួយយ៉ាងដូចរបូតរបស់ជ្រុះចោលអីចឹងទៅគឺបាត់បង់តែអញ្ចឹងទៅវាខុសន័យនិបាតស័ព្ទសំទោសបងប្អូនខ្ញុំអាចបកប្រែទៅវាឬបកស្រាយទៅវាអាចនឹងទៅជាបងប្អូនឬយ៉ាងម៉េចគាត់ថាខ្ញុំស្ដាប់នៃពាក្យហ្នឹងគឺហាក់បីដូចជាមិនត្រឹមត្រូវតាមអាចមានការខុសឆ្គងឬក៏បងប្អូនណាមានការពន្យល់អីច្បាស់លាស់ជាងខ្ញុំអីទៅខ្ញុំរីករាយនឹងស្ដាប់ការបញ្ចេញមតិដែរគាត់ថាខ្ញុំគិតថាគួរតែប្រើពាក្យរហូតជាងរបូតប៉ុន្តែបើរបូតរបស់អ្វីមួយបាត់បង់គួរតែប្រើទៅរបូតជុះដៃរបូតពីដៃអីចឹងទៅអាហ្នឹងគឺសមន័យជាងនៅក្នុងន័យថាយើងចង់និយាយរបស់ដែលជុះប៉ុន្តែបើយើងនិយាយពីនិបាតស័ព្ទដើម្បីភ្ជាប់ពេលវេលាថាជាដល់ពេលណាមួយពីចំណុចណាមួយដល់ចំណុចណាមួយវាគួរតែរហូតបាទដូចជារៀងរហូតមិនអាចថារៀងរបូតទេមិនចឹងណាខ្ញុំជឿគាត់ជារៀងរហូតខ្ញុំស្រឡាញ់គាត់ជារៀងរហូតយើងមិនអាចថាស្រឡាញ់គាត់របូតទេព្រោះបើស្រឡាញ់គាត់របូតបានន័យថាស្រឡាញ់រហូតតតែបាត់បង់គាត់បានន័យថាមិនមែនទាល់ទេបានន័យថាស្រឡាញ់គាត់ដោយសារគាត់បាត់បង់គាត់អីចឹងណាបាទឥឡូវទៅទៅទៀតបងប្អូនខ្ញុំមិនមែនជាវេទិកាអប់រំអក្សរសាស្ត្រអីទេគាត់ថាពេលខ្លះជួយខែគ្នាបន្តិចបន្តួចទៅពេលខ្លះហ្នឹងក៏ប្រើឈ្នាប់ស្អីពាក្យជាមួយអូយសេចក្ដីជាតិណាបងប្អូនហើយជាមួយសុំស្ដាប់ជាមួយនឹងតន្ត្រីនេះមួយបទសូមបងប្អូនទាំងអស់គ្នាស្ដាប់ជាមួយនឹងភ្លេងមួយចម្រៀងមួយបទនេះខុសពី3កន្លែងពាក្យស្ដាប់វាមិនមែនជាកិរិយាសព្ទទេព្រោះបើយើងថាសូមបានន័យថាឲ្យបងប្អូនយើងមកមានកិរិយាសព្ទមួយគឺសូមស្ដាប់ហើយអត់អាចប្រើជាមួយនឹងឈ្នាប់និបាតស័ព្ទជាមួយនឹងបទទេព្រោះពាក្យជាមួយបានន័យថាគឺយើងអមដំណើរទៅជាមួយគ្នាគឺយើងមិនមែនបានន័យថាសូមស្ដាប់សូមបងប្អូនស្ដាប់ជាមួយបទចម្រៀងនេះវាអត់អាចទៅអញ្ចឹងទេសូមបងប្អូនស្ដាប់បទចម្រៀងពួកអីកិរិយាសព្ទរបស់ខ្មែរគឺពាក្យថាស្ដាប់គឺជាកិរិយាសព្ទត្រូវការកម្មបត្តិនៃការដែលស្ដាប់អីអញ្ចឹងយើងស្ដាប់គឺហើយស្ដាប់គឺជាដូចជាមិនមែនជាកិរិយាសព្ទទេជាទីស្ដាប់បើនៅស្ដាប់ទៅព្រោះជាដូចជាគុណកិរិយាជាទីស្ដាប់ហ្នឹងគឺបានន័យថាព្រោះតិចអីចឹងទៅប៉ុន្តែស្ដាប់គឺជាកិរិយាសព្ទអញ្ចឹងយើងអត់អាចប្រើពាក្យថាសូមស្ដាប់ទេមិនអញ្ចឹងហ៎
អញ្ចឹងទៅក៏យើងប្រើពាក្យថាហើយកុំប្រើពាក្យជាមួយសូមស្ដាប់ជាមួយបទចម្រៀងអត់កើតទេបានន័យថាយើងអត់ស្ដាប់បទចម្រៀងហ្នឹងទេគឺយើងអង្គេងយើងនឹងបទចម្រៀងហ្នឹងស្ដាប់បទចម្រៀងហ្នឹងជាមួយគ្នាទៅទៀតវាទៅជាអមហ្នឹងអញ្ចឹងយើងមិនមែនស្ដាប់បទចម្រៀងទេព្រោះយើងប្រើពាក្យថាសូមស្ដាប់ជាមួយសូមរីករាយទស្សនាជាមួយបទចម្រៀងនេះឬក៏អីអត់ត្រូវទេគឺយើងសូមរីករាយទស្សនាបទហ្នឹងតែម្ដងឬក៏ការច្រៀងឬក៏សូមរីករាយទស្សនាតារារូបនេះដែលនឹងឡើងច្រៀងបទនេះប្រពាក្យប្រើជាមួយអញ្ចឹងគឺវាអត់ត្រូវទេព្រោះអីដូចខ្ញុំនិយាយចឹងជាមួយនេះគឺអមទៅជាមួយគ្នាគឺបានន័យថាទាំងបទចម្រៀងទាំងយើងនាំគ្នាស្ដាប់ណាវាមិនមែនយើងស្ដាប់ចម្រៀងយើងជាមួយនឹងចម្រៀងហ្នឹងស្ដាប់រួមគ្នាតែចម្រៀងអត់ចេះស្ដាប់ទេយើងមនុស្សបានស្ដាប់ចម្រៀងក្នុងន័យអញ្ចឹងបងប្អូនតែប៉ុណ្្នឹងឯងវែងមែនតើ sorry ហើយសំទោសឥឡូវបន្តទៀតបងប្អូនអ៊ីរ៉ង់អត់ទាន់ចប់ទេឥឡូវខ្ញុំកែពីអ៊ីរ៉ង់មកស្រុកខ្មែរបន្តិចអញ្ចឹងបានន័យថាមេដឹកនាំអ៊ីរ៉ង់ហ្នឹងគឺយើងអត់ទាន់ដឹងទេពួកគាត់ខ្លាចអត់ហ៊ានប្រកាសអញ្ចឹងបានន័យថាបង្ហាញថារបបអ៊ីរ៉ង់នេះគឺឈានដល់ដំណាក់កាលចុងក្រោយសូម្បីតែមេតបកម្ពុជារបស់ខ្លួនក៏អត់ហ៊ានប្រកាសដែរតែការអត់ហ៊ានប្រកាសនេះគឺគេអាចជាចិត្តសាស្ត្រមួយចង់រក្សាជីវិតរបស់គាត់ប៉ុន្តែជាការបង្ហាញពីបរាជ័យមួយថារបបដឹកនាំអ៊ីរ៉ង់នេះដែលក្លាហានហ៊ានចង់កំទេចអាមេរិកគ្រប់នីតិមកដល់ម៉ោងនេះសូម្បីតែមេដឹកនាំរបស់ខ្លួនក៏អត់ហ៊ានប្រកាសដែរអញ្ចឹងបានន័យថាបើខ្លួនក្លាហានខ្លួនហ៊ានប្រកាសហើយមិនអញ្ចឹងតែបើប្រកាសគឺស្លាប់អានេះហើយគឺជារឿងមួយដែលជាភាពបរាជ័យមួយដែលយើងគិតថាពេលវេលាកាន់តែគៀកទៅចុងបញ្ចប់នៃសមរភូមិហើយខ្ញុំវិលមកខ្មែរបន្តិចដើម្បីខ្ញុំវិលចូលមកអ៊ីរ៉ង់វិញខ្មែរយើងគឺមានរឿង3ដែលខ្ញុំចង់ជម្រាបបងប្អូនហើយម្សិលមិញខ្ញុំជពាក់បងប្អូនច្រើនដោយសារតែរវល់តែផ្អែមបន្លែពេកទៅភ្លេចតាក់ស៊ីបងប្អូនតាក់ស៊ីខ្មែរដែលតំណាងឲ្យអ្នករត់តាក់ស៊ីដែលគាត់លើកឡើងអំពីកង្វល់របស់ពួកគាត់តាមបណ្ដាញសង្គម Facebook ហើយមានបងប្អូនចែកផ្សាយមកឲ្យខ្ញុំជួយផ្សព្វផ្សាយបន្តផងបងប្អូនខ្ញុំផ្សព្វផ្សាយព័ត៌មានពីរឿងតាក់ស៊ីនេះអត់មានចេតនាដើម្បីធ្វើឲ្យបងប្អូនម្នាក់ដែលជាអ្នកថ្លែងសារនៅក្នុងវីដេអូហ្នឹងនឹងជាប់ទោសជាប់អីទេខ្ញុំនិយាយនេះគឺជាធម្មទានសុទ្ធសាធខ្ញុំចង់រកយុត្តិធម៌ផ្សព្វផ្សាយឲ្យបងប្អូនទៅក្រែងអាជ្ញាធរគេបកស្រាយយ៉ាងម៉េចគេដោះស្រាយជូនបងប្អូនអត់មានທາງផ្សាយទៅធ្វើឲ្យបងប្អូនជាប់គុកជាប់ច្បាប់ខ្ញុំឃើញបងប្អូនហ្នឹងក៏បានលើកឡើងឲ្យថាបានសម្រាប់ចិត្តរួចទៅហើយថាវីដេអូនេះនឹងធ្វើឲ្យបងប្អូនជាប់គុកដែរព្រោះអីហ៊ានតតាំងនឹងអាជ្ញាធរតាក់ទងនឹងការជំរិតទារប្រាក់ពីអ្នករត់តាក់ស៊ីរហូតដល់ទៅ10000ទៅ20000ដុល្លារនៅពេលដែលអាជ្ញាធរចាប់បានដឹងថាតាក់ស៊ីហ្នឹងរត់ដឹកជនជាតិចិនដែលជាក្រុមឆបោកអនឡាញបងប្អូនបើយើងស្ដាប់ទៅមកផ្លេតគឺយើងច្បាស់ជាគិតថាត្រូវគេចាប់គាត់ត្រូវហើយព្រោះឲ្យទៅដឹកពួកឆបោកអនឡាញអីអញ្ចឹងគេយកមកធ្វើទុកបុកម្នេញត្រូវហើយគេកំពុងតែយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញរដ្ឋាភិបាលឃើញទៅតាមខ្ទេចខ្ទីអស់ហើយគ្រប់កន្លែង200កន្លែងទីតាំងអីហ្នឹងថាបិទទៅឬក៏បង្ក្រាបអីអញ្ចឹងហើយដល់ពេលមកប្រសាចរត់ទៅមកឡើងតាក់ស៊ីជិះចុះឡើងចល័តអីអញ្ចឹងទៅអត់ជួយគ្នាអ្នករត់តាក់ស៊ីនឹងអត់ជួយគ្នាអត់ជួយចាប់ចិននឹងឲ្យអាជ្ញាធរផងដែលជាក្រុមឆបោកអនឡាញអញ្ចឹងគេពីនៃ10000ដុល្លារ20000ដុល្លារសោះមកអាហ្នឹងបងប្អូនស្ដាប់មកគឺឮថាអញ្ចឹងហើយតាក់ស៊ីហ្នឹងគួរតែអញ្ចឹងព្រោះយើងកំពុងតែចូលរួមដៃគ្នាជាមួយរដ្ឋាភិបាលកម្ចាត់ការឆបោកអនឡាញមិនអញ្ចឹងហើយបងប្អូនក៏ប៉ុន្តែបើយើងនិយាយឲ្យជាក់ស្ដែងដើម្បីផ្ដល់ភាពយុត្តិធម៌បើព័ត៌មាននេះជាព័ត៌មានពិតហើយខ្ញុំជឿថាព័ត៌មាននេះបើទោះបីជាមិនទាន់មានពីប៉ូលីសពីក្រសួងមហាផ្ទៃបកស្រាយយ៉ាងណាក៏ដោយខ្ញុំជឿថាអ្នករត់តាក់ស៊ីដែលតំណាងឲ្យអ្នករត់តាក់ស៊ីនេះគឺបដូរផ្ដាច់បានន័យថាលះបង់គ្រប់យ៉ាងសុខចិត្តប្រឈមនឹងការចូលគុកឲ្យបានហ៊ានព្រោះសុខខ្មែរបងប្អូនដឹងហើយអ្នកដែលហ៊ានដល់ប៉ុណ្ណេះគឺបានន័យថាគាត់ទាល់ច្រកគ្រប់យ៉ាងហើយនិយាយក៏ស្លាប់មិននិយាយក៏ស្លាប់អញ្ចឹងបើនិយាយអាចបានដំណោះស្រាយខ្លះអញ្ចឹងគាត់បថុយគាត់និយាយចេះគាត់ថាតាក់ស៊ីឲ្យតែចិនឡើងឡានឥឡូវហ្នឹងគឺចាប់រករឿងអ្នករត់តាក់ស៊ីហ្មងថាសុំកលុំដឹកចិនពួកឆបោកអនឡាញហើយយកទៅពីនៃហើយគាត់ថាករណីខ្លះដោះស្រាយធ្វើបាបធ្វើទុកបុកម្នេញពួកតាក់ស៊ីគាត់យកដល់10000ដុល្លារ20000ដុល្លារបងប្អូនកុំថាឡើយ10000ដុល្លារឬក៏20000ដុល្លារណាសូម្បីតែ1ដុល្លារហ្នឹងក៏ជាអំពើពុករលួយហើយដែលគួរតែស្រាវជ្រាវដែរហើយរកយុត្តិធម៌ឲ្យជូនពួកគាត់ផងខ្ញុំអត់បន្ទោសអាជ្ញាធរប៉ូលីសឬក៏ក្រសួងមហាផ្ទៃអត់ទេខ្ញុំនិយាយនេះគឺនិយាយពីជ្រុងមកខាងសិនហើយចាំស្ដាប់ការបកស្រាយរបស់គាត់ហើយខ្ញុំពន្យល់អំពីហេតុអីបានជារឿងនេះគាត់មកនិយាយឲ្យសួរឲ្យក្រសួងមហាផ្ទៃពន្យល់ផងថាគាត់ឲ្យធ្វើយ៉ាងម៉េចដើម្បីកុំឲ្យខុសអានេះក៏ជាបញ្ហាឆក់ល្វែងរបស់ក្រសួងមន្ទីរពាក់ព័ន្ធដែរបើសិនជារឿងនឹងកើតឡើងហើយពួកគាត់អត់ដឹងយើងទៅអនុវត្តច្បាប់ចំពោះពួកគាត់យ៉ាងដូចម្ដេចទៅនៅពេលដែលពួកគាត់អត់ដឹងឧទាហរណ៍បើសិនជាមានមនុស្សម្នាក់ក្រុមចៅប្លន់មួយក្រុមឧទាហរណ៍ណាទៅចូលស្នាក់នៅផ្ទះសំណាក់ណាមួយពេលដែលចូលទៅហ្នឹងគឺផ្ដល់ព័ត៌មានឲ្យអត្តសញ្ញាណប័ណ្ណឲ្យអីចឹងកត់ចូលនៅក្នុងបញ្ជីដែលនៅក្នុងផ្ទះសំណាក់ហ្នឹងគេហាក់គេឲ្យដាក់ចុះអត្តសញ្ញាណមានឈ្មោះអីចឹងទៅមាន ID មានអីបង្ហាញទៅហើយក៏ស្នាក់នៅទៅក៏ប៉ុន្តែ 3-4 ថ្ងៃក្រោយស្រាប់តែគេដឹងថាក្រុមប្រមាណអ្នកហ្នឹងគឺជាចៅប្លន់ដោយសារតែប្លន់នៅសន្តាគារនៅពន្ធនាគារអីចឹងទៅឬក៏ទូមាសអីចឹងទៅហើយទៅរករឿងចាប់ម្ចាស់ផ្ទះសំណាក់ហ្នឹងដាក់ពន្ធនាគារដោយសារតែលាក់ទុកចោលចឹងឧទាហរណ៍ឬក៏ឲ្យចោលមកស្នាក់នៅផ្ទះសំណាក់របស់គាត់បើក្នុងន័យហ្នឹងតើយើងគិតថាជារឿងអនុវត្តច្បាប់ត្រឹមត្រូវទេម្ចាស់ផ្ទះសំណាក់បើសិនជាគាត់មិនមែនជាប៉ូលីសទេគាត់អនុវត្តគោលការណ៍មួយគឺយកអត្តសញ្ញាណប័ណ្ណរបស់ភ្ញៀវហើយបើភ្ញៀវកុហកឧទាហរណ៍
អត្តសញ្ញាណប័ណ្ណហ្នឹងកែថាវាជា fake ខ្លាំងៗក៏គាត់អត់មានអីត្រូវដឹងផ្ទៀងផ្ទាត់ទេព្រោះគាត់អត់មានទិន្នន័យរបស់ប៉ូលីសទេគឺគាត់តែធ្វើប៉ុណ្ណឹងហើយបើឲ្យរដ្ឋបិទអញ្ចឹងទៀតមនុស្សភ្ញៀវអត់មកដេកនៅផ្ទះសំណាក់ឬក៏ស្នាក់អាស្រ័យនៅផ្ទះសំណាក់របស់គាត់ដាច់អាជីពនឹងទៅទៀតនេះមិនមែនជាកាតព្វកិច្ចរបស់ផ្ទះសំណាក់នៅក្នុងការសម្គាល់អ្នកណាជាចៅទេអានេះគឺយើងនិយាយអំពី logic ហើយខ្ញុំម្ដងទៀតបងប្អូនខ្ញុំអត់ចោទប្រកាន់អាជ្ញាធរទេខ្ញុំជឿថាតិចទៀតគាត់បកស្រាយគ្រាន់តែខ្ញុំនិយាយអំពីភាពសមហេតុសមផលបើយើងទៅចោទប្រកាន់ផ្ទះសំណាក់ពីរឿងដាក់ភ្ញៀវជាចៅហើយធ្វើអ្វីគ្រប់កិច្ចចឹងហើយយើងទៅពិន័យគ្នាគឺយើងពិន័យជនរងគ្រោះទាំងអយុត្តិធម៌ហើយវិលមកតាក់ស៊ីវិញតើនៅពេលដែលក្រុមតាក់ស៊ីហ្នឹងគាត់ដឹកភ្ញៀវចិនយើងដឹងជាទូទៅមានការសង្ស័យមន្ទិលជាទូទៅហើយថាអូភ្ញៀវចិនហ្នឹងអាចជាអ្នកឆបោកអនឡាញជាអីប៉ុន្តែតើគាត់យើងត្រូវថ្លឹងថ្លែងរឿងពីររឿងទី1គឺអ្នករត់តាក់ស៊ីត្រូវការកាពះគាត់ត្រូវការដឹកភ្ញៀវស្ទើរតែភ្ញៀវណាក៏ដឹកដែរព្រោះអីបានលុយហើយភ្ញៀវដែលអាក្រក់បំផុតគឺភ្ញៀវដែលហ៊ានបង់លុយច្រើនទៀតបងប្អូនសាកគិតមើលបើបងប្អូនរករបរហ្នឹងគឺយើងទៅទាត់ចោលលុយគេនឹងដែរទេអាហ្នឹងចង់និយាយពីការឱកាសអញ្ចឹងគឺគាត់នឹងអាចរកបានច្រើនក៏ប៉ុន្តែគាត់ក៏មិនដឹងថាតើបើសិនជាគាត់ដឹងថាអ្នកនោះជាអ្នកឆបោកគាត់យកវិធីអីទៅដឹងថាអ្នកនោះជាឆបោកព្រោះគាត់អត់ដឹងដែរដូច្នេះអាជ្ញាធរខ្លួនឯងគឺត្រូវតែប្រាប់ប្រជាពលរដ្ឋអ្នករត់តាក់ស៊ីឲ្យច្បាស់ទី1មុននឹងភ្ញៀវឡើងរថយន្តត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ភ្ញៀវហើយខ្ញុំដឹងថាអ្នករត់តាក់ស៊ីនឹងដាច់ពោះហើយឲ្យតែធ្វើអញ្ចឹងព្រោះភ្ញៀវគេមិនជិះទេផ្ទៀងផ្ទាត់អត្តសញ្ញាណរាយការណ៍ប្រាប់ប៉ូលីសផងថាអ្នកនោះឯងមានការសង្ស័យឧទាហរណ៍នៅស្រុកអាមេរិកនេះគឺគេធ្វើដូច្នេះដោយសារមានច្បាប់មួយគេហៅថាយើងជាបុគ្គលរាយការណ៍ជនជាតិអាមេរិកទាំងអស់ជាប់កាតព្វកិច្ចច្បាប់មួយគឺជាបុគ្គលរាយការណ៍មានបទល្មើសអីត្រូវតែរាយការណ៍បើអត់រាយការណ៍គឺយើងខុសច្បាប់អានឹងគឺជាការកំណត់នៃករណីយកិច្ចកាតព្វកិច្ចរបស់ប្រជាពលរដ្ឋអាមេរិកប៉ុន្តែរឿងនេះមិនកើតឡើងនៅស្រុកខ្មែរទេព្រោះអត់មានច្បាប់ណាចែងថាបុគ្គលខ្មែរគ្រប់រូបត្រូវតែជាបុគ្គលរាយការណ៍ទេហើយបើមិនរាយការណ៍ក៏មិនខុសអីដែរដូច្នេះតាក់ស៊ីក៏អត់មានកំហុសទេបើសិនជាគាត់ឡើងមកបើភ្ញៀវគេថាដឹកពីចំណុចកដល់ចំណុចខឲ្យ$100បើភ្ញៀវទៅលួចប្លន់គេលើកឡើងតែគាត់ចូលរួមនៅក្នុងសកម្មភាពហ្នឹងភ្ញៀវចូលមកក្នុងឡានគាត់ប្រាប់ថាណែខ្ញុំគឺជាក្រុមឆបោកអនឡាញខ្ញុំប្រញាប់ទៅកន្លែងនេះបន្តិចដឹកខ្ញុំទៅ2ម៉ោងរួចទេដើម្បីរត់គេចពីប៉ូលីសហើយខ្ញុំឲ្យ$500ជាការពិតអ្នករត់តាក់ស៊ីលឺសួរតែ$500ក៏យកដែរដឹងតែថាគាត់ឆបោកអីយើងអត់ដឹងទេចាំឲ្យប៉ូលីសចាត់ការទៅបើទេហៅប៉ូលីសបើច្បាប់អត់មានកំណត់ឲ្យគាត់ទេខ្ញុំជឿថាគាត់នឹងលុះក្រំអធិពលយកលុយសិនដែរព្រោះអីបើគិតថារាយការណ៍ឲ្យប៉ូលីសលើកឡើងតែប៉ូលីសប្រាប់គាត់ថាបើដឹងអញ្ចឹងមានព័ត៌មានក្នុងដៃរាយការណ៍ប្រាប់ប៉ូលីសឲ្យជារង្វាន់អាហ្នឹងគាត់អាចធ្វើព្រោះវាបានជួយតែនេះអត់មានព័ត៌មានអីសោះហើយទៅដឹកភ្ញៀវទៅថាភ្ញៀវនឹងជាជនឆបោកត្រូវពិន័យអ្នករត់តាក់ស៊ីថាសុំកលុំហើយត្រូវពិន័យរហូតដល់$10000ខ្ញុំជឿថាអាជ្ញាធរបើមិនបកស្រាយចំណុចនេះទេខ្ញុំជឿថាប្រជាពលរដ្ឋនឹងមានការសង្ស័យនឹងអំពើពុករលួយនឹងការប្រព្រឹត្តខុសច្បាប់របស់អាជ្ញាធរធ្វើឲ្យប្រជាពលរដ្ឋថ្នាក់ខ្ញុំថានេះគឺជាវិញ្ញាសាសម្រាប់អាជ្ញាធរពាក់ព័ន្ធបកស្រាយឲ្យខ្ញុំរីកនឹងយកមកផ្សាយនៅពេលដែលអាជ្ញាធរបកស្រាយនេះគឺជាអ្វីដែលខ្ញុំចង់លើកឡើងពីបញ្ហារឿងតាក់ស៊ីខ្ញុំឮរឿងនេះមួយខ្ញុំថាចោះច្បាប់យើងអញ្ចឹងយើងអត់ប្រាប់ប្រជាពលរដ្ឋអំពីគោលការណ៍អីផងគ្នាអត់ដឹងថាត្រូវអនុវត្តយ៉ាងម៉េចផងឲ្យតែឡើងចាប់ឲ្យតែមានបញ្ហាទៅលួសសិតតែរាប់$10000គាត់ខ្ចីធនាគារខ្ចីអីចឹងចាពាក់វគ្គវិនទៅតើវេទនាយ៉ាងម៉េចតែរឿងហ្នឹងហេតុអីបានជាមកដល់ម៉ោងហ្នឹងយើងអាចតំណតំណងចុះក្រសួងមន្ទីរទាំងអស់ហ្នឹងយើងអាចប្រាប់បញ្យលអប់រំតាមអនឡាញតាមវិទ្យុទូរទស្សន៍ឲ្យប្រជាពលរដ្ឋយល់អំពីការជួយចូលរួមកម្ចាត់ឆបោកអនឡាញហេតុអីបានជាមកមានរឿងហ្នឹងអញ្ចឹងកើតឡើងអញ្ចឹងអាហ្នឹងខ្ញុំទុកឲ្យប៉ូលីសគាត់អ្នកដោះស្រាយដូចខ្ញុំជម្រាបអញ្ចឹងនេះគឺគាត់តែជាការផ្សាយមួយជ្រុងពីអ្នកដែលគ្នាមានបញ្ហាទេហើយចាំមើលអាជ្ញាធរដោះស្រាយបកស្រាយយ៉ាងម៉េចឥឡូវខ្ញុំនិយាយអំពីបញ្ហាប្រេងសាំងម្ដងយើងដឹងហើយថាបញ្ហាប្រេងសាំងនៅលើពិភពលោកឡើងទាំងអស់ហើយនេះនៅអាមេរិកនេះដែលមានប្រេងខ្លួនឯងបូមបានក៏ឡើងដែរដោយសារអីអាបញ្ហាអ៊ីរ៉ង់នៅក្នុងច្រកដែលដឹកប្រេងហ្នឹងគឺមានការរាំងស្ទះមានអីចឹងទៅវាធម្មតាតែមានសង្គ្រាមប៉ះពាល់រឿងនេះខួងប្រេងកាតអីហ្នឹងវាប៉ះពាល់ដោយយថាហេតុអត់មានជិះផុតទេអាមេរិកនេះគឺប្រេងសាំងនៅក្នុងទីក្រុង Lowell ទីក្រុង Long Beach នេះខ្ញុំចាក់ម្សិលមិញគឺ1កាឡុនគឺ4លីត្រកាលពីមុនចាក់តែ$3.60 សេនទេប្រហែលជា3-4អាទិត្យមុនម្សិលមិញខ្ញុំទៅចាក់គឺឡើងដល់$4.69 សេនចឹងបានន័យថាឡើង1កាឡុនជាង$1ក្នុងរយៈពេលប្រហែលថ្ងៃនេះនៅ Los Angeles គឺមួយថ្ងៃឡើងដល់ទៅ20សេននៅក្នុងប្រេងដែលឡើងលឿនណាស់ព្រោះជាទូទៅគេមិនឲ្យឡើងមួយថ្ងៃឡើងភ្លាមអញ្ចឹងទេប៉ុន្តែធ្វើម៉េចឥឡូវអាហ្នឹងវាមានផលប៉ះពាល់ឥឡូវងាកមកប្រទេសកម្ពុជាវិញដែលយើងគ្មានប្រេងស្តុកទុកច្រើនទេរដ្ឋមន្ត្រីក្រសួងធម្មពលអីថាអាចត្រឹម21ថ្ងៃអីមានប៉ុន្តែលើសពីហ្នឹងចប់ហើយប៉ុន្តែឮសូលោកហ៊ុនម៉ាណែតម្សិលមិញម្សិលមួយថ្ងៃអំពាវនាវសូមឲ្យការ៉ាសាំងកុំតម្លើងថ្លៃប្រេងខ្ញុំជឿថារដ្ឋាភិបាលធ្វើរឿងត្រឹមត្រូវអំពាវនាវឲ្យការ៉ាសាំងកុំតម្លើងថ្លៃប្រេងប៉ុន្តែរឿងមួយថាតើរដ្ឋាភិបាលមានលុយប្រមាណដើម្បីជួយបង់លុយថ្លៃដែលឡើងឲ្យក្រុមហ៊ុនប្រេងកាតទាំងនោះដើម្បីទប់កុំឲ្យប្រជាពលរដ្ឋទិញប្រេងថ្លៃឧទាហរណ៍ប្រេង1លីត្រនៅស្រុកខ្មែរថាលក់4000ចុះខ្ញុំអត់ដឹងប្រមាណនេះសំទោសថា4000រៀលអញ្ចឹងបើសិនជាម្ចាស់ការ៉ាសថាឡើងដល់5000រៀលរដ្ឋាភិបាលត្រូវទម្លាក់លុយ1000រៀល
ដើម្បីឲ្យទៅម្ចាស់ការ៉ាស់ហ្នឹងថាសាំងនេះអ្នកអាចលក់តែ 4000 រៀលបានហើយឬក៏បានន័យថា 1000 រៀលទៀតអ្នកឯងគឺជាតម្លៃដែលរដ្ឋចេញឲ្យខាតដើម្បីឲ្យប្រជាពលរដ្ឋទិញសាំងបាននៅក្នុងតម្លៃ 4000 រៀលដដែលតែរដ្ឋគ្មានលុយធ្វើដូច្នេះទេព្រោះរដ្ឋយើងក្រជាការពិតរដ្ឋណាដែលគេអាចមានទុនបំរុងបែបនេះដើម្បីជួយផាត់អាការខូចខាតជួយដល់ប្រជាពលរដ្ឋតម្លៃប្រេងនេះវានឹងនៅដដែលប៉ុន្តែរដ្ឋធ្ងន់កតែប៉ុណ្្នឹងឯងប៉ុន្តែរដ្ឋអត់លុយចឹងរដ្ឋអំពាវនាវលោកហ៊ុនម៉ាណែតអង្វរម្ចាស់ការ៉ាសាំងកុំយកថ្លៃសាំងខ្ពស់ជាងធម្មតាអីយើងអាចទៅអង្វរអញ្ចឹងបានទេព្រោះម្ចាស់ការ៉ាសាំងអ្នកអង្គការមហាមន្ត្រីដែលលក់សាំងសុទ្ធតែក្រុមអស់លោកនៅក្នុងគណៈបកប្រជាជនហ្នឹងទេសុទ្ធតែក្រុមអស់លោកទេមានពីអូនមានអីអញ្ចឹងទេដូច្នេះវាគ្រាន់តែជាសារលួងចិត្តប្រជាពលរដ្ឋតែអត់មានប្រសិទ្ធភាពទេប្រសិទ្ធភាពគឺតម្លាក់លុយដើម្បីទប់តែយើងអត់ដែលត្រៀមខ្លួនតម្លាក់លុយហ្នឹងទេមិនបាច់ឆ្ងល់ទេដូច្នេះការអំពាវនាវរបស់លោកហ៊ុនម៉ាណែតអាចមានប្រសិទ្ធភាពប៉ុន្តែជាកំបិតមុខពីរគឺបានន័យថាវាប៉ះពាល់ទៅទៀតឧទាហរណ៍ឥឡូវនេះគឺសាំងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រាប់ខ្ញុំថាគេអត់ឡើងថ្លៃទេបងមើលទៅសាំងដូចជាតម្លៃរៀងថេដែរក៏ប៉ុន្តែលីត្រចាក់គ្រប់ទេនេះរឿងនេះគឺជាការឆោបបោកជាអំពើពុករលួយមួយដែលគួរតែស្រាវជ្រាវជាបន្ទាន់ហើយខ្ញុំម្ដងទៀតអត់ចោតប្រកាន់អាជ្ញាធរឬក៏អត់ចោតប្រកាន់ម្ចាស់ការ៉ាសាំងណាទាំងអស់តែត្រូវធ្វើតេស្តខ្លួនឯងទៅបងប្អូនមកប្រាប់ខ្ញុំថាចាក់2លីត្រកុងទ័រពីមុនគឺ2លីត្រពេញឥឡូវនេះលុយដដែលឧទាហរណ៍ថា2លីត្រពីមុន8000 រៀលឥឡូវ2លីត្របង់8000 រៀលដដែលប៉ុន្តែសាំងបានប្រហែលជា1លីត្រកន្លះតែប៉ុណ្្នឹងឯងអានេះគឺគាត់ខ្វល់ខ្ញុំម្ដងទៀតបងប្អូនអត់ចោតប្រកាន់ទេប៉ុន្តែជាសំណូមពរផ្ញើមកផ្ទុះ Facebook របស់ខ្ញុំឲ្យថាជួយផ្សព្វផ្សាយផងបងព្រោះអីចាក់សាំងចាក់អីហ្នឹងគឺអត់ទេមើលទៅមានអារម្មណ៍ថាចាក់អត់បានគ្រប់សាំងចឹងបានន័យថាគេលួចលីត្រគេមិនដំឡើងថ្លៃប៉ុន្តែគេលួចលីត្រចឹងបានន័យថាម៉េចវាដូចតែគ្នាហ្នឹងបើយើងចាក់8000បាន2លីត្រឥឡូវយើងចាក់8000បានតែ1លីត្រកន្លះចឹងបានន័យថាសាំង1លីត្រឡើងដល់ទៅ5000 រៀលហើយតែគេមិនអោយឃើញថាឡើងទេវាអាក្រក់មើលចឹងលួចលីត្រវិញនេះជាអំពើមិនសុចរិតទេបើសិនជាកើតឡើងបងប្អូនខ្ញុំគិតថាបងប្អូននៅការ៉ាសាំងមិនធ្វើអំពើថោកទាបបែបនេះទេបើថាឡើងទៅធ្វើម៉េចបើវាត្រូវឡើងប្រជាពលរដ្ឋនៅតែចាក់ឲ្យតែមានសាំងចាក់ប៉ុន្តែបើមិនឡើងឲ្យលួចវាធ្វើឲ្យចំណេញនយោបាយមួយថាសាំងឃើញទេរដ្ឋាភិបាលអាចរក្សាលំនឹងសាំងបានប៉ុន្តែការ៉ាសាំងចាប់ផ្ដើមលួចសាំងគ្នាអញ្ចឹងតើមានភាពយុត្តិធម៌ប៉ុណ្ណាអញ្ចឹងណាបងប្អូនបើនៅស្រុកអាមេរិកនេះណា24 ម៉ោងការ៉ាសាំងនឹងបិទដែរដោយសារអីប្រជាពលរដ្ឋដែលជាអ្នកទិញសាំងហ្នឹងគឺគាត់នឹងយកកណ្ដុងមួយទូចដែលចំណោះត្រឹមឧទាហរណ៍ថា4លីត្រគឺយកទៅទិញហើយបាញ់សាំងចូល4លីត្រហ្នឹងចុច4លីត្រអញ្ចឹងបាញ់ចូលគឺជាអ្នកទិញសាំងធម្មតាហើយបើឃើញសាំងហ្នឹងយកទៅផ្ទេដាក់ចូលដបចូលរង្វាស់អីទៅឃើញថាអត់គ្រប់លីត្រគឺដឹងតែបាត់ឯការ៉ាសាំងហ្នឹងព្រោះគេនឹងតវ៉ាប្តឹងដល់តុលាការទៀតពីរឿងយើងឆោបបោកអញ្ចឹងប៉ុន្តែស្រុកខ្មែរខ្ញុំអត់ដឹងថាគេអាចធ្វើអញ្ចឹងបានផងឬក៏យ៉ាងម៉េចទេព្រោះអាចនឹងអាស្រ័យទៅលើតែប្រជាពលរដ្ឋធ្វើខ្លួនឯងគេថាញុះញង់គេថាអីហ្នឹងចាប់ដាក់គុកទៀតប៉ុន្តែនៅនេះគេមានក្រុមការពារសិទ្ធិរបស់អតិថិជនអញ្ចឹងក្រុមហ្នឹងខ្លាំងណាស់អត់បានទេប៉ះពាល់អត់បានទេឯករាជ្យអាហ្នឹងហើយដែលជួយដល់អតិថិជនតែស្រុកយើងគឺបើមិនស្ងាត់លួចអញ្ចឹងទៅឲ្យគេទៅមើលទៅហើយចាំមើលតែពេលលឺអញ្ចឹងចាប់ផ្ដើមសេរីកុងទ័រឲ្យត្រូវវិញអីអញ្ចឹងទៀតទៅដល់ទៅមើលគេថាចេះតែថាសាំងគេគ្រប់វិញហើយអញ្ចឹងអាហ្នឹងបើបានគ្រប់វិញអលួចសេរីលួចអីវិញក៏អដែរព្រោះបានប្រយោជន៍ដល់ប្រជាពលរដ្ឋតែរឿងនេះវាអាចនឹងកាត់ឡើងណាបងប្អូនអញ្ចឹងបងប្អូនត្រូវធ្វើខ្លួនឯងយកកដងទៅទិញសាំងជាជាងចាក់ចូលក្នុងស្តែនយើងតែម្ដងព្រោះយើងអត់ដឹងវាស់កាលដែលយើងចាំកុងទ័រហ្នឹងជួនកាលវាលើសខ្វះគ្នាទិញទួចវាអត់សុក្រិត 100% ទេតែបើបងប្អូនយកពីដងដែលមានចំណុះ5លីត្រឧទាហរណ៍ហើយទៅទិញសាំង5លីត្រហើយទៅទិញមើលថាចាក់បានប្រហែលលីត្រអាហ្នឹងបងប្អូនអាចធ្វើជាចៅក្រមអ្នកសម្រេចក្តីខ្លួនឯងហើយប៉ុន្តែវាអកុសលអញ្ចេះទៀតវាមានព័ត៌មានមកដែលបងប្អូនឃើញផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebook ហើយបងប្អូន share នៅឯខេត្តមួយនៅឯជាប់ព្រំដែនទិញមួយសុទ្ធអត់ឲ្យយកកដងទៅចាក់ទៀតថាតើតែយកអាគូយន្តនឹងទៅដឹកទៅបានឲ្យដាក់នៅក្នុងកដងខ្ញុំថាប្រជាពលរដ្ឋក្នុងដំណាក់កាលនេះគាត់មានភាពឆ្លាតវៃគាត់ចង់ធ្វើដោយអ្វីដែលខ្ញុំនិយាយចឹងបើអ្នកឯងលួចប្រេងមិនតម្លើងថ្លៃមែនតែលួចអញ្ចឹងបើយកពីដងយកទៅចាក់យើងយកពីដងមកយើងដឹងថា30លីត្រមួយកានហ្នឹងតើវាបាន25លីត្រឬមិនលុយអត់ឡើងមែនប៉ុន្តែលួចប្រេងមួយសុទ្ធអីចឹងឥឡូវមានការ៉ាសាំងមួយចំនួនដែលបងប្អូនផ្សាយមកលក់ប្រេងមួយសុទ្ធអត់លក់ឲ្យទេតើតែដឹកអាគោយន្តហ្នឹងបើរត់អាគោយន្តហ្នឹងទៅហើយអាគោយន្តគាត់ប្រមាណគ្រឿងដែលត្រូវទៅចូលទៅការ៉ាសាំងហ្នឹងដើម្បីចាក់ចុះហេតុអីបានជាមានលក្ខខណ្ឌថាបើអត់យកអាគោយន្តហ្នឹងមកគឺមិនលក់សាំងចាក់នៅក្នុងពីដងហេតុអីបានជាមានរឿងដូចនេះអ្នកលក់ប្រេងមួយសុទ្ធហេតុអីបានជាត្រូវទាស់នឹងរឿងទិញប្រេងមួយសុទ្ធដោយចាក់ពីដងឬចាក់អីព្រោះសំខាន់អ្នកណាចាក់អីចាក់ទៅឲ្យតែវាមានសុវត្ថិភាពនៅស្រុកអាមេរិកនេះគឺពីអាពីដងដើម្បីទៅទិញសាំងហ្នឹងមែនតើបើអត់មានកូដច្រកអីទ្រួលបួលដាក់គេប្រាប់របៀបអីហ្នឹងគឺគេគ្រាន់ណែនាំថាវាខ្លាចឆាប់ឆេះហ្នឹងវាមិនអីប៉ុន្តែនេះគឺអត់ហើយមិនត្រឹមតែអត់ឲ្យចាក់មួយសុទ្ធហ្នឹងនៅក្នុងការ៉ាស់ហ្នឹងទេអ្នកដែលទិញអាមួយសុទ្ធហ្នឹងបានហើយសុំចែកជាពីដងហ្នឹងក៏អត់ចែកឲ្យទៀតដែរទេខ្លាចខុសគោលការណ៍របស់អាជ្ញាធរបងប្អូនខ្ញុំសូមស្នើឲ្យអាជ្ញាធរស៊ើបអង្កេតរឿងហ្នឹងឡើងវិញជាពិសេសនៅព្រំប្រទល់ខេត្តបន្ទាយមានជ័យដែលបងប្អូនគាត់ថាពិបាកណាស់ឥឡូវហ្នឹងកម្មករកសិករគាត់ត្រូវច្រូតកាត់ត្រូវអីដែលប្រើម៉ាស៊ីនអាគោយន្តឬក៏ម៉ាស៊ីនអីដែលចាក់ម៉ាស៊ូតហ្នឹងគឺអត់បានទេព្រោះអីទៅទិញគេមិនលក់បដងទាល់តែអូសអាម៉ាស៊ីនហ្នឹងទៅចាក់
để cho tôi họ ta bảo sân chè mà sân dương đang bị áp thế hay chẳng tao ô tôi chặn đang mấy toàn nó rung tôi chặn chẳng ấy bảo ắt hỏi ao do đạn nó không bị đóngខ្ញុំchưa tha ca đai mình prom ao đặt preng lụa nó không bị đóng cứ chia ẩm pơ tôi chặt muối cứ lẹ trong nó preng đang tha việc cướp rừng mình cướp phong bảo sân chè khné lụa cái trong tại ban đôi hai ấy ban mình ao đặt bị đóng pro khai chỉ đang thật đạn tới với khoa thế nhưng chẳng có thả bằngខ្ញុំsau này tham đây bom ôn một đong tiếtซึ่งเกตครูนไอจ้าของไอไปจีปลอดลูกระกำจัดให้เรื่องชรานะบ่ทานล้างก็ล้างแต่ให้เราทาปีบ้าบ่ทาทั่วเหมือนกันเหมือนมีนลุยดำใบตุบของไอเปรงหรือเหมือนสุดจอกไทยกลมทั่วไอกวาดมีนการหลุมบากทางขนาดจังเตี้ยผูกปะบะให้หนีกาเปิดแต่วิคมินไซแต่อาเปียเปิดนั่งวิแรงสไลด์หนีกาเปียหนีแต่หนีโยบายไปจีไปทดซ้อมจัดทำเหมือนล้างแต่กี่ลุดกี่มีนบังกอปัญหาวิปัญหาเนื้อแต่ด่าได้แต่วิกรอนแต่จีมจุ่มงื้อได้มีนอัดปรอมเล็ดนำซะแต่ยังยงแต่บังระบุยงมาบัดปีแขวไอหล่อมือแต่ถ่ายชิงเชียแบบจีเต้อันนั้นខ្ញុំសង្ឃឹមថាអាញាធរនឹងបកស្រាយអានេះរឿងនេះដែលរឿងគាត់រវល់ត្រូវបកស្រាយបាទហើយបន្តមកទៀតអស់ពីរឿងហ្នឹងគឺមានបងប្អូនផ្ញើព័ត៌មានមកថាខាងច្រកព្រំដែនឆ្លងចេញចូលនៅឯស្រុកកៅសីមាខេត្តមណ្ឌលគិរីណាឯណោះមានមន្ត្រីអន្តរប្រវេសតាមព្រំដែនហ្នឹងគោះយកលុយអាចេញទៅយក 20000 អាចចូលមកវិញយក 20000 អាខាងគេក៏អត់យកបងប្អូនមិនមែនជាការចាប់ប្រកាន់ទេនេះគឺជាកង្វល់របស់ប្រជាពលរដ្ឋហើយខ្ញុំសង្ឃឹមថានឹងមានការបកស្រាយពីអាជ្ញាធរនៅម្ដុំច្រកស្រុកកៅសីមាខេត្តមណ្ឌលគិរីដែលបងប្អូនថាបងប្អូនបើស្ដាប់ទៅ$5វាតិចតួចហ្នឹងមែនទេប៉ុន្តែសម្រាប់បងប្អូនដែលខ្វះខាតនេះគឺជាអាយុជីវិតណារំបេះពីមាត់ពីកហើយដល់ពេលបងទៅ$5ចេញ$5ចូលទៀតតើតម្លៃហ្នឹងវាដាក់នៅកន្លែងណាបាទបងប្អូនចាប់ផ្ដើមមានបញ្ហាអានេះគឺជាភាពឆក់ល្វែងរបស់អាជ្ញាធរនៅក្នុងការបញ្ជូនព័ត៌មានឲ្យបងប្អូនដឹងថាតើយកលុយហ្នឹងយកយ៉ាងម៉េចបានជាបងប្អូនអត់ដឹងថាព័ត៌មានហ្នឹងពីរឿងយកលុយបានតែចូលចេញចូលទៅគាត់មានការថ្នាក់ដូច្នេះពង្រឹងសារដើម្បីអប់រំផ្សព្វផ្សាយបងប្អូនចុះបាទសារហាមគេកុំឲ្យចែកផ្សាយអីតាម Facebook ចាប់នេះដាក់គុកដាក់អីហ្នឹងសារសម្លេងហ្នឹងម្ដងដៃធ្លីម្ដងអីហ្នឹងក៏ចេញអីក៏ប្រសពមកម៉េះចុះអាព័ត៌មានអីអញ្ចឹងអារឿងសាំងមិនគ្រប់លិតអារឿងតាក់ស៊ីដែលដឹកចិនទៅត្រូវចាប់ដោយសារតែរឿងការឆបោកអនឡាញត្រូវពិន័យលុយគេហ្នឹងតើអាហ្នឹងប្រជាពលរដ្ឋហេតុអីបានអត់ដឹងអានេះរឿងដែលសំខាន់ដែលបងប្អូនត្រូវដោះស្រាយបាទខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះសិនបងប្អូនរឿងជាតិរបស់យើងហ្នឹងក៏តែវាច្រើនហើយជារឿងកាពះសិក្សាតែម្ដងឥឡូវចូលដល់រឿងសេចក្តីសម្រេចថ្មីរបស់ VOA សំទោសចៅក្រមនៅសហរដ្ឋអាមេរិកនេះម្សិលមិញបានសម្រេចឲ្យ VOA និងវិទ្យុអាស៊ីសេរីនិយាយទៅគឺស្ថាប័ន VOA ដែលក្នុងនេះសំខាន់ជាងគេគឺប្តឹងប្រឆាំងទៅអ្នកស្រី Carrie Lake ដែលជាអ្នកដែលចាត់ចែងរើសដាក់ដោយលោកត្រាំមកហ្នឹងឲ្យធ្វើជាប្រធានក្រុម USA GM ដែលជាមេបារបស់អាស៊ីសេរីនិង VOA ហ្នឹងមកកលុកអុកឆាមកបិទអាស៊ីសេរីផងបិទ VOA ផងអស់លុយអស់អីដោយគាត់មកធ្វើជាមេធំអីចឹងទៅប៉ុន្តែឥឡូវចៅក្រមរកឃើញថាអ្នកស្រី Carrie Lake អត់មានទួនាទីអត់មានសិទ្ធិជាប់ជាមេធំមេអីនៅហ្នឹងទេខុសច្បាប់ខុសគោលការណ៍អីមកកណោដូច្នេះបានន័យថាផ្ដល់ភាពយុត្តិធម៌ទៅឲ្យ VOA និង USA GM ហ្នឹងអញ្ចឹងអាចមានពន្លឺខ្លះសម្រាប់វិទ្យុ VOA ឬក៏វិទ្យុអាស៊ីសេរីហ្នឹងថាតើនឹងអាចផ្លាស់ប្ដូរមេដឹកនាំប៉ុន្តែហូយលោកត្រាំដកអ្នកស្រី Kristi Noem រដ្ឋមន្ត្រីក្រសួងការពារសន្តិសុខជាតិរបស់អាមេរិកចេញទៅដាក់លោក Mark Wayne Marlin ដែលជាសមាជិកប្រសិទ្ធិរដ្ឋ Oklahoma ហ្នឹងអូយមកចង់វាយគ្នានៅក្នុងរដ្ឋសភាពេលកំពុងប្រជុំប្រតិភិប្រជុំគណៈកម្មការគឺចេញមកគឺក្រុមអ្នកចម្បាំងហើយបើចម្បាំងហ្នឹងវាមិនអីអត់មានសិលធម៌មានក្រមគឺថាមកចង់បបួលគ្នាវាយគ្នាពេលក្នុងប្រជុំហ្មងដូចថាចេញមកហ្នឹងគឺថាមកក្រោយឬខ្លាំងជាងអ្នកមុនទៅទៀតឥឡូវនេះបើដូនអ្នកស្រី Carrie Lake មិនដឹងថា VOA និងអាស៊ីសេរីមានសង្ឃឹមអីយ៉ាងណាតែកន្លងមកនេះគឺមានការប្រសើរច្រើនហើយដោយអាស៊ីសេរីអីឥឡូវនេះគឺមានបុគ្គលិកចូលធ្វើការតិចតួចបំផុតអាចនឹងធ្វើឲ្យ website ឬក៏គេហទំព័រអី Facebook អីហ្នឹងមានដំណើរការឡើងវិញខ្លះហើយតែគ្រាន់តែផ្សាយទាំងស្រុងវិញហ្នឹងមិនដឹងឆ្នាំណាទេព្រោះអីបើលោកត្រាំនៅកាន់អំណាចរឿងនេះរៀងពិបាកបន្តិចបាទប្រកបចូលចិត្តអាព័ត៌មានណានិយាយរឿងពិតទេតោះ Fox News អីហ្នឹងដែលនិយាយជួយការពារដោយ Fresh News ស្រុកខ្មែរហ្នឹងបានរីកស្គុះស្គាយបានលុយច្រើនបើថានិយាយការពិតអីពីរឿងគាត់ធ្វើអីមិនត្រូវបំផ្លាញចោលទៅតែខ្ទេចបាទឥឡូវនេះអស់ពីរឿងហ្នឹងខ្ញុំនិយាយអំពីតកតងនឹងរុស្ស៊ីសំទោសអ៊ីស្រាអែលវាយប្រហាររោងចក្រចម្រាញ់ប្រេងអារ៉ង់ជាលើកដំបូងអ៊ីស្រាអែលបំផ្លាញរោងចក្រប្រេងចម្រាញ់នេះគឺជារឿងស៊ីវិលបងប្អូនដែលខ្ញុំនិយាយពីខាងដើមវិញឥឡូវនេះអាមេរិកក៏បានប្រាប់ទៀតថានឹងបំផ្លាញលើសពីគោលដៅពីមុនអញ្ចឹងនឹងគោលដៅច្រើនទៀតអាចនឹងស៊ីវិលអាចអីដើម្បីធ្វើម៉េចឲ្យដាច់ហេដ្ឋារចនាសម្ព័ន្ធឬក៏អង្គការចាត់តាំងរបស់អ៊ីរ៉ង់ហ្នឹងឲ្យចុះចេញមកសារភាពបើមិនសារភាពទេគឺវាយឲ្យខ្ទេចមាត់ដូចអតិទុយអញ្ចឹងហ្មងរឿងនេះក៏មើលទៅគឺសន្ធាប់អញ្ចឹងដែរហើយជាមួយគ្នាហ្នឹងគឺខាងលោកត្រាំបែរទៅជាឌឺដងឡងសម្ដីឲ្យនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសឯនោះទៅវិញដែលប្រាប់ថាឥឡូវនេះគឺគេត្រៀមនឹងបញ្ជូនយន្តហោះបណ្ដេញអីដើម្បីមកជួយអាមេរិកលោកត្រាំជាជាងការអបអរសាទរអង់គ្លេសបែរទៅជាចំអកថាបានហើយហួសពេលហើយអូនដូចគ្នានឹងគាត់ប្រាប់ហួសពេលហើយអូនទៅជាមួយអ៊ីរ៉ង់ដែរហួសពេលហើយអូនគាត់ថាបានហើយអាមេរិកនិងអ៊ីស្រាអែលវាយអ៊ីរ៉ង់ទ្រង់ខ្លួនឡើងឈ្នះហើយអត់ចាំបាច់មកជួយអីទៀតយកបងអីចឹងអ្នកភាសាគាត់ចង់និយាយចឹងពិបាកមែនតើថាតែតាមពិតគាត់និយាយត្រូវលោកត្រាំគាត់ចូលចិត្តនិយាយត្រង់ពេកគេហៅ politically correct ហើយដល់ពេលគាត់និយាយចឹងវាធ្វើឲ្យដូចជាមើលទៅឆ្កមប៉ុន្តែគាត់និយាយត្រូវដែរព្រោះអីអង់គ្លេសហ្នឹងពីដើមឡើយហ្នឹងស្ទាក់ស្ទើម្ដងចង់គ្រប់គ្រងម្ដងចង់ថ្កោលទោសអីចឹងទៅណា
ដល់ពេលអញ្ចឹងលោកត្រាំបានបង្រៀនថាអ្នកណាដែលច្រេមច្រុំពីដើមមកមិនបាច់ទេកុំបាច់ឥឡូវឈ្នះហើយវាយតែពីអ្នកអ៊ីស្រាអែលក៏បានដែរមិនបាច់មកអីប្រមូលគ្រាប់កទុះជាភ័ណ្ឌអីហ្នឹងទេហើយបងប្អូននយោបាយគឺវាអញ្ចឹងណាអញ្ចឹងបានថាយើងត្រូវតាមឲ្យជាប់តែយ៉ាងណាបើអង់គ្លេសគេជួយគេអីចឹងទៅក៏មុនដំបូងហ្នឹងគាត់ថាឲ្យប្រើទ័ពអាកាសទ័ពអីរបស់អង់គ្លេសហ្នឹងចុះចតយន្តហោះនៅពលានយន្តហោះអីបដិញអីហ្នឹងក៏ធ្វើបានអីចឹងចាត់ទុកថាជាសមានចិត្តរបស់គេដែរអញ្ចឹងអាមេរិកគាត់ថាបង្ហាញប្រាប់ថាអត់អីទេតែពីអ្នកអ៊ីស្រាអែលក៏បានដែរកុំឲ្យបែកលុយឥឡូវនេះគឺបន្តទៀតគឺដល់ពេលរុស្ស៊ីបញ្ចេញអាវុធថ្មីវាអ៊ុយក្រែនវាប្រហែលអ៊ុយក្រែនបងប្អូន fan ខ្ញុំហ្នឹងអស់ចាដែរគាត់ថាសូមជួយផងមើលថែមពី3នាទីអីនិយាយពីរុស្ស៊ីនិងអ៊ុយក្រែនផងដល់ណាហើយបងប្អូនឥឡូវខ្ញុំជាប់ដៃជាមួយអ៊ុយក្រែននិងរុស្ស៊ីនេះក៏គេអត់ប្រដាក់ដៃដែរថ្ងៃហ្នឹងគឺរុស្ស៊ីបញ្ចេញអាវុធប្រឡាយលោកមួយគឺអាវុធមីស៊ីលប្រភេទថ្មីបាញ់បានរយៈចម្ងាយ1500គីឡូម៉ែត្រយកមកប្រើនៅក្នុងទីក្រុងគីវរបស់ប្រទេសអ៊ុយក្រែនស្លាប់មនុស្សប្រហែលជា10នាក់ទៀតហើយចឹងលោកសេលិនស្គីនិយាយថារុស្ស៊ីគឺមិនចោលអាគំនិតគេហៅថាព្រីផ្សៃហើយបន្តបញ្ចេញសពាវុធទំនើបទៀតប៉ុន្តែយ៉ាងណាអាមេរិកបានសន្យាជាមួយអ៊ុយក្រែនហើយថានឹងជួយសពាវុធអីបន្ថែមទៀតឬក៏ជួយអ៊ុយក្រែនថែមទៀតព្រោះអ៊ុយក្រែនបានសន្យាជួយបំផ្លាញ drone Shahed របស់អ៊ីរ៉ង់ដូច្នេះស្អិតល្មួតគ្នាដែរអត់អីអ៊ុយក្រែននឹងជួយអ៊ីស្រាអែលនិងអាមេរិកក្នុងការទប់នឹងអ៊ីរ៉ង់នឹងបានដែរជួយគ្នាបានច្រើនព្រោះអ៊ុយក្រែនខ្លួនឯងមានបទពិសោធន៍រឿងបំផ្លាញអា drone Shahed ដែលអ៊ីរ៉ង់លក់ឲ្យរុស្ស៊ីយកមកបាញ់នៅក្នុងប្រទេសរុស្ស៊ីគេចាប់ខ្ទេចអស់ឥឡូវអ្នកមានបទពិសោធន៍នោះមកជួយខាងអ៊ីរ៉ង់បាទបានគ្រូតាមួយដែរគឺជោគជាំនឹងសង្គ្រាមគាត់មានបទពិសោធន៍ហើយនឹងចុងក្រោយគឺចង់និយាយថារុស្ស៊ីផ្ដល់ព័ត៌មានសម្ងាត់ទៅឲ្យអ៊ីរ៉ង់ដើម្បីវាយប្រហារអាមេរិកនិងអ៊ីស្រាអែលរឿងនេះរកម្មចិត្តលោកត្រាំបន្តិចដែរប៉ុន្តែលោកត្រាំដែលធ្លាប់សរសើររុស្ស៊ីលូបឡាដូមៀពូទីនចឹងគាត់រៀងអីទេក៏ចាយព័ត៌មានអីចាយទៅតាមពិតតែបើធម្មតាលោកត្រាំនឹងលេងរុស្ស៊ីចាស់ដៃប៉ុន្តែឥឡូវថ្នមរុស្ស៊ីបន្តិចសិនព្រោះចង់កាក់រុស្ស៊ីដើម្បីបានចំណេញផលប្រយោជន៍អីមួយចឹងអត់អីទេទុកមួយឡែកសិនរុស្ស៊ីគេថាព័ត៌មានពីរឿងផ្ដាល់ព័ត៌មានសម្ងាត់អីទៅឲ្យក្រុមណែពួកអ៊ីរ៉ង់ដើម្បីវាយប្រហារទីតាំងរបស់អ៊ីស្រាអែលនិងរុស្ស៊ីទ័ពអ៊ីស្រាអែលរុស្ស៊ីហ្នឹងលោកត្រាំគាត់ថាអត់អីទេបើរុស្ស៊ីបកកែផ្ដាល់ព័ត៌មានសម្ងាត់ហ្នឹងមិនមែនអាមេរិកអាចវាយអ៊ីរ៉ង់ឡើងខ្ទេចមកទេដូច្នេះបានន័យថាអាព័ត៌មានសម្ងាត់ហ្នឹងអត់បកកែអីមិនដែរទេលោកត្រាំគាត់និយាយរបៀបលួងចិត្តខ្លួនឯងដែរប៉ុន្តែខ្ញុំជឿថាពេលហ្នឹងលោកត្រាំក៏គុំរុស្ស៊ីនឹងដែរថាពងពិបាកហ្នឹងហើយមកនៅចែកព័ត៌មានឲ្យអ៊ីរ៉ង់ទៀតយើងចាំមើលតទៅទៀតបងប្អូនឥឡូវនេះខ្ញុំស្លេះរឿងហ្នឹងត្រាំប៉ុណ្ណឹងយប់ជ្រៅណាស់ដែរហើយបងប្អូនមិនជ្រៅខ្លាំងពេកទេព្រោះឥឡូវទៅតែម៉ោង11ជាងនៅស្រុកខំអត់ណាប្រហែលជិត10ហ៎បងប្អូនព្រោះអីឥឡូវខ្ញុំ8:37ប្រហែលន័យថាដូរ10ជាងហើយសុំទោស9ជាងហើយនៅស្រុកខ្មែរមិន10យប់ពេកទេកុំឲ្យជ្រៅពេកដូច្នេះខ្ញុំសូមស្លេះការផ្សាយរបស់ខ្ញុំប៉ុណ្ណេះព្រោះអីវាត្រូវនឹងម៉ោងធម្មតានៃការបញ្ចប់ការផ្សាយរបស់ខ្ញុំផងរាត្រីសួស្តីបងប្អូននៅប្រទេសកម្ពុជាអរុនសួស្តីបងប្អូននៅក្រុងប៊ិចរីករាយថ្ងៃចុងសប្តាហ៍បាទបងប្អូនប្រាប់ខ្ញុំថា10កន្លះខ្ញុំច្បោកច្បល់ពេលវេលាហ្នឹងមែនតើណាប្រហែលជាអញ្ចឹងហើយបងប្អូនព្រោះខ្ញុំផ្សាយយូរដែរតែយ៉ាងណាយើងនឹងជួបគ្នាទៀតនៅយប់ស្អែកម៉ោងម្ដុំម៉ោង9ឬ9កន្លះយប់ហ្នឹងទៀតបងប្អូនបាទសូមអរគុណសូមជម្រាបលា